ភាគទី1489ហានលីនៅតែគ្មានអារម្មណ៍អ្វីទាំងអស់ពេលលើបែបនេះប៉ុន្តែគាត់ពិតជាចង់ធ្វើចលនាមួយទោះជាយ៉ាងណាក៏ដោយបន្ទាប់មកគាត់បានសម្លឹងមើលទៅទីដៅជាក់លាក់មួយហើយអ្វីដែលគាត់បានឃើញនៅទីនោះធ្វើឲ្យបេះដូងរបស់គាត់លេចភ្លាមហាអ្នកពិតជាមនុស្សអស្ចារ្យមែនសមិទ្ធតាវហ៊ានដោយការរំពឹងទុកសមត្ថភាពលាក់បាំងរបស់ខ្ញុំមិនគ្រប់គ្រាន់ដើម្បីបញ្ឆោតអ្នកទេសំណើចដ៏រីករាយមួយបានផ្ទុះឡើងភ្លាមពីលំហទេបន្ទាប់មកពន្លឺពណ៌មាសបានភ្លឺឡើងហើយរូបមាសមួយបានលេចចេញមកវាគ្មាននរណាក្រៅពីស្វាមាសឈ្មោះជីនលីងនោះទេទោះបីជាស្វានោះកំពុងសើចចំអកដោយសម្លេងគ្រលួចក៏ដោយវាក៏បង្ហាញទឹកមុខត្រជាក់ខ្លាំងពេលវាសម្លឹងមើលទៅហានលីទឹកមុខរបស់យៀនយ៉ាវនិងយ៉ានលីបានផ្លាស់ប្ដូរព្រមគ្នាពេលឃើញបែបនេះពួកគេបានចំណាយពេលជាច្រើនឆ្នាំនៅក្នុងទីជ្រៅបំផុតនៃផែនដីដូច្នេះពួកគេដឹងយ៉ាងច្បាស់អំពីអំណាចរបស់ស្វាមាសនេះពួកគេទាំងពីរមានទំនុកចិត្តយ៉ាងខ្លាំងលើសមត្ថភាពរបស់ហេនលីប៉ុន្តែពួកគេដឹងថាគ្មានវិធីណាដែលគាត់អាចប្រឆាំងនឹងសត្វដែលស្ថិតនៅកំពូលនៃដំណាក់កាលនៅកម្រិតទី5មួយបានទេដោយមានវត្តមានស្វានេះរួមជាមួយសត្វអារក្សកម្រិតខ្ពស់ដទៃទៀតទាំងអស់វាមិនអាចទៅរួចទេសម្រាប់គាត់ក្នុងការរត់គេចខ្លួនខ្ញុំរីករាយដែលអ្នកមានសុវត្ថិភាពបងប្រុសជីនបន្ទាប់ពីយើងត្រូវបានបំបែកចេញពីគ្នានៅក្នុងអាប់ខ្មោចនោះខ្ញុំបានព្រួយបារម្ភអំពីអ្នកអស់រយៈពេលយូរប៉ុន្តែវាហាក់ដូចជាការព្រួយបារម្ភរបស់ខ្ញុំមិនចាំបាច់ទេជាមួយនឹងមូលដ្ឋាននៃការហ្វឹកហាត់ដ៏ធំធេងរបស់អ្នកសត្វខ្មោចទាំងនោះមិនដែលមានឱកាសនោះទេហានលីនិយាយដោយសំឡេងស្ងប់ស្ងាត់ខ្ញុំពិតជាមានជំនាញថែរក្សាខ្លួនឯងខ្លះមែនប៉ុន្តែខ្ញុំមិនអាចប្រៀបធៀបជាមួយអ្នកបានទេសមិទ្ធតាវហ៊ានអ្នកអាចចេញពីអប់ក្នុងនាមជាមេតបវិញ្ញាណបាននោះពិតជាស័ក្តិសមនឹងការកោតសរសើររបស់ខ្ញុំណាស់ជីនលីងសរសើរទាំងញឹមខ្ញុំមិនមានសមត្ថភាពបែបនេះទេវាទាំងអស់គឺអរគុណដល់សមិទ្ធតាវយាននិងសមិទ្ធតាវយ៉ានដែលខ្ញុំអាចរត់គេចពីអប់នេះបានហានលីឆ្លើយតបទាំងមកក្បាលអ្នកទាំងពីរនោះអាចមានវិធីសាស្ត្រជាក់លាក់ដើម្បីរកផ្លូវចេញពីអាប់នេះប៉ុន្តែបើគ្មានជំនួយពីបង្ហានទេពួកគេមិនអាចដោះស្រាយជាមួយខ្មោចដ៏មានអំណាចតាមផ្លូវបានទេជីនលីងបន្តហានលីគ្រាន់តែញឹមឆ្លើយតបហើយមិនបាននិយាយអ្វីបន្ថែមទៀតទេទោះជាយ៉ាងណាក៏ដោយចិត្តរបស់គាត់កំពុងតែវិលវល់យ៉ាងលឿនគាត់មានទំនុកចិត្តថាអំណាចរបស់គាត់មិនអន់ជាងយិនលេងទេហើយសូម្បីតែថ្លឹងថ្លែងពីសត្វអារក្សកម្រិតខ្ពស់ទាំងនោះក៏ដោយគាត់នៅតែមានទំនុកចិត្តថាគាត់មានឱកាស70ទៅ80ក្នុងការរត់គេចខ្លួនទោះជាយ៉ាងណាក៏ដោយនោះគ្រាន់តែជាករណីដែលគាត់ត្រូវរត់គេចខ្លួនដោយខ្លួនឯងប៉ុណ្ណោះប្រសិនបើគាត់ត្រូវយកយានយ៉ាវនិងយ៉ានលីទៅជាមួយនោះ probability នោះនឹងធ្លាក់ចុះមកតិចជាង50នេះមិនមែនជាហានិភ័យដែលមានតម្លៃសម្រាប់គាត់ក្នុងការទទួលយកនោះទេក្នុងករណីណាក៏ដោយទន្លេនរកនេះគឺជាកន្លែងដែលមានគ្រោះថ្នាក់និងមិនអាចទីទុកជាមុនបានដូច្នេះវាជាការល្អបំផុតក្នុងការស្វែងរកឱកាសមួយផ្សេងទៀតនាពេលអនាគតដូច្នេះហានលីបានធ្វើការសម្រេចចិត្តហើយចាប់ផ្ដើមជែកជាមួយជីនលីងដោយឃើញថាហានលីហាក់ដូចជាគ្មានបំណងរត់គេចខ្លួនស្វាមាសក៏សម្រាប់បន្តិចហើយពួកគេទាំងពីរនាក់ក៏បានសន្ទនាគ្នាយ៉ាងរីករាយដូចជាពួកគេជាមិត្តល្អអស់រយៈពេលជាច្រើនឆ្នាំពេលពួកគេកំពុងសន្ទនាគ្នាភ្លាមពន្លឺពណ៌បៃតងមួយបានភ្លឺមករកពួកគេពីចម្ងាយភ្លាមមូឈីងកំពុងឈរនៅលើផ្កាពណ៌មាសរបស់នាងខណៈពេលដែលនាងហាឥតឈប់ឈរនៅលើអាកាសហើយហានលីដំបងឡើយក៏ញ័រខ្លួនពេលឃើញរឿងនេះដោយមានការភ្ញាក់ផ្អើលបន្តិចដែលនាងត្រឡប់មកវិញលឿនម្លេះប៉ុន្តែបន្ទាប់មកគាត់បានរំលឹកឡើងវិញនៅបច្ចេកទេសចលនាដូចជាផូតទៅឆ្ងាយដែលនាងបានបញ្ចេញកាលពីអតីតកាលហើយគាត់ក៏បានដឹងខ្លួនយ៉ាងឆាប់រហ័សបន្ទាប់ពីភ្លឹបភ្លែតពីរបីបាល់ពន្លឺពណ៌បៃតងបានលេចចេញពីលើក្បាលមុនពេលរសាត់បាត់ទៅដើម្បីបង្ហាញរាងស្លេមរបស់មូឈីងខ្ញុំសូមគោរពលោកស្រីស្វាមាសអន់ក្បាលគោរពភ្លាមខ្ញុំរីករាយដែលអ្នកមានសុវត្ថិភាពជីនលីងទឹកមុខរីករាយបានលេចឡើងនៅលើមុខរបស់មូឈីងពេលឃើញស្វាមាសវាទាំងអស់គឺអរគុណចំពោះកំណប់ទ្រព្យឲ្យការពារដែលអ្នកបានប្រទានមកខ្ញុំលោកស្រីបើមិនដូច្នោះទេគ្មានវិធីណាដែលខ្ញុំអាចរក្សាខ្លួនមិនឲ្យរងរបួសនៅចំពោះមុខខ្មោចជាច្រើននោះទេនៅទីបញ្ចប់ខ្ញុំអាចរត់គេចខ្លួនបានតែដោយមានជំនួយពីលោកគ្រូលីវជូនិងលោកគ្រូទីស៊ឺស្វាមីឆ្លើយខ្យល់ព្យុះនោះនៅទីបញ្ចប់គឺជាស្នាដៃរបស់សមិទ្ធតាវលីវជូនេះជាលើកដំបូងដែលខ្ញុំបានឃើញគាត់បញ្ចេញសមត្ថភាពខ្យល់មូឈីងនិយាយដោយសំឡេងយឺតហើយមានអារម្មណ៍ដែលមិនអាចកំណត់អត្តសញ្ញាណបាននៅក្នុងសំឡេងរបស់នាងអំណាចរបស់លោកម្ចាស់លីវជូពិតជាមិនអាចយល់បានមែនប៉ុន្តែដោយសារតែរឿងនេះហើយទើបអាយ៉ងនិងខ្មោចទាំងនោះត្រូវបានកម្ចាត់ចោលយ៉ាងងាយជីនលីងនិយាយដោយសំឡេងក្រៀមក្រំបន្តិចអ្នកនិយាយត្រូវហើយនៅកន្លែងដ៏គ្រោះថ្នាក់បែបនេះលីវជូដែលជាសមិទ្ធតាវនិយមកាន់តែមានអំណាចខ្លាំងជាងកាន់តែល្អដោយសារខ្ញុំបានថែរក្សាគូប្រជែងរបស់ខ្ញុំរួចហើយអ្នកផ្សេងទៀតទំនងជាមិនចំណាយពេលយូរពេកទេមូឈីងមកក្បាលបន្ទាប់ពីស្ងាត់មួយសន្ទុះមុននឹងសម្លឹងមើលទៅឆ្ងាយដោយចៃដន្យភ្លាមនៅពេលដែលនាងងើបក្បាលឡើងពន្លឺខាងវិញ្ញាណមួយបានភ្លឺឡើងពីចម្ងាយឆ្ងាយបំផុតក្នុងទីដៅដែលនាងបានសម្លឹងទៅបន្ទាប់មកដុំគីខ្មៅមួយបានលេចចេញមកហើយហោះមករកពួកគេមួយសន្ទុះក្រោយមកបាល់ជីខ្មៅបានលេចចេញនៅចំពោះមុខមនុស្សគ្រប់គ្នាដូចជាផ្កាយដុះកន្ទុយមុនពេលរសាត់បាត់ទៅដើម្បីបង្ហាញសម្រស់សក់ស្ត្រីនោះហាក់ដូចជាមិនមានរបួសអ្វីទាំងអស់ប៉ុន្តែអូរ៉ារបស់នាងចុះខ្សោយជាងពេលដែលនាងចេញដំណើរបន្តិចដែលបង្ហាញថានាងបានចំណាយអំណាចវេទមន្តច្រើននាងបានមើលជុំវិញមុនពេលចិញ្ចើមជ្រួញឡើងពេលនាងសួរថាហេតុអ្វីបានជាលីវសិននិងឌីខូមិនទាន់ត្រឡប់មកវិញដោយសារសមត្ថភាពរបស់ពួកគេខ្ញុំគិតថាពួកគេនឹងជាអ្នកមុនគេដែលអាចមើលថែគូប្រកួតរបស់ពួកគេបានខ្ញុំផ្ទាល់ក៏មិនប្រកាសអំពីរឿងនោះដែរប្រហែលជាពួកគេបានជួបប្រទះនឹងឧបទ្ទវហេតុមួយចំនួនតាមផ្លូវតែស្ដេចខ្មោចទាំង8របស់អ្នកនៅឯណាបងស្រីឡាន
តើពួកគេមិនបានទៅជាមួយអ្នកដើម្បីបរបាញ់អាយ៉ងនោះទេមូឈីងសួរដោយទឹកមុខចង់ដឹងចង់ឃើញអាយ៉ងនោះបានផ្ទុះដោយខ្លួនឯងស្ទើរតែស្លាប់ហើយស្តេចខ្មោចទាំង8អង្គត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរជាលទ្ធផលដូច្នេះខ្ញុំបានរក្សាទុកវានៅក្នុងកាបូបយីនក្លោតរបស់ខ្ញុំសម្រាប់យកមកវិញទោះជាយ៉ាងណាក៏ដោយខ្ញុំពិតជាព្រួយបារម្ភអំពីលីវជូនិងទីស៊ឺប្រសិនបើអ្នកនិងខ្ញុំជាមនុស្សតែម្នាក់គត់ដែលនៅសល់យើងនឹងគ្មានឱកាសទទួលបានទឹកអម្រឹតទន្លេនរកដល់ទេវភាពនោះទេទឹកមុខព្រួយបារម្ភបានលេចឡើងនៅលើមុខរបស់នារីស្រស់ស្អាតសក់មូឈីងហៀបនឹងនិយាយអ្វីមួយជាការឆ្លើយតបស្រាប់តែមានសម្លេងផ្ទុះយ៉ាងខ្លាំងមួយបានផ្ទុះឡើងពីទិសដៅជាក់លាក់មួយទិសដៅនោះមិនមែនជាទិសដៅណាផ្សេងក្រៅពីទិសដៅដែលលីវជូនិងទីស៊ូបានចេញដំណើរទៅមុននេះទេមូឈីងនិងនារីស្រស់ស្អាតសក់បានសម្លឹងមើលគ្នាទៅវិញទៅមកពេលឮសម្លេងរំជើបរំជួលដ៏ក្រើកនេះហើយពួកគេទាំងពីរអាចមើលឃើញការភ្ញាក់ផ្អើលរបស់ពួកគេផ្ទាល់ដែលឆ្លុះបញ្ចាំងនៅលើមុខរបស់គ្នាទៅវិញទៅមកទេចិញ្ចើមរបស់នារីស្រស់ស្អាតសក់ស្ជ្រួញដោយក្តីបារម្ភទោះជាយ៉ាងណាក៏ដោយមុនពេលនាងមានឱកាសបញ្ចប់ប្រយោគរបស់នាងសម្លេងស្រែកយ៉ាងខ្លាំងមួយបានបន្លឺឡើងភ្លាមពីទិសដៅដែលការផ្ទុះទើបតែបានកាត់ឡើងដរាបណាហេនលីបានឮសម្លេងដែលមិនអាចទ្រាំទ្របាននេះចក្ខុវិស័យរបស់គាត់ក៏ងឹតហើយសម្លេងនោះក៏ធ្លាក់ចុះពីលើមេឃឈួតហានលីបានប្រតិកម្មភ្លាមដោយបិទវិញ្ញាណនៃការស្ដាប់របស់គាត់បន្ទាប់មកធ្វើឲ្យបច្ចេកទេសអភិវឌ្ឍដ៏អស្ចារ្យរបស់គាត់សកម្មទោះជាយ៉ាងណាក៏ដោយអ្វីដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលនោះគឺថាសម្លេងស្រែកខ្លាំងនេះបានប្រងើយកន្តើយទាំងស្រុងចំពោះការប៉ុនប៉ងរបស់គាត់ក្នុងការបិទការស្ដាប់របស់គាត់ដោយទម្លុះចូលទៅក្នុងអារម្មណ៍ខាងវិញ្ញាណរបស់គាត់ដោយផ្ទាល់បច្ចេកទេសអភិវឌ្ឍដ៏អស្ចារ្យពិតជាមានប្រយោជន៍ណាស់ក្នុងស្ថានភាពបែបនេះប៉ុន្តែការធ្វើឲ្យសកម្មរបស់វាត្រូវបានកាត់ផ្តាច់ពាក់កណ្ដាលដោយសម្លេងស្រែកខ្លាំងនោះដូច្នេះឥទ្ធិពលរបស់វាត្រូវបានរារាំងយ៉ាងខ្លាំងដោយធម្មជាតិបេះដូងរបស់ហ៊ានលីញ័រដោយការភ្ញាក់ផ្អើលខណៈពេលដែលគាត់បានបញ្ចេញសម្លេងក្រហមខ្លាំងដោយបញ្ចេញបន្លាវិញ្ញាណមកលើខ្លួនគាត់ដើម្បីបង្កើតជាការឈឺចាប់យ៉ាងខ្លាំងដែលចាក់ចូលទៅក្នុងអារម្មណ៍ខាងវិញ្ញាណរបស់គាត់ដូច្នេះគាត់អាចទទួលបានភាពច្បាស់លាស់នៃចិត្តរបស់គាត់ជាបណ្ដោះអាសន្ននិងទទួលបានការគ្រប់គ្រងលើរាងកាយរបស់គាត់ឡើងវិញបន្ទាប់មកគាត់បានបញ្ចេញរន្ទះពណ៌មាសមួយស្រទាប់ជុំវិញខ្លួនរបស់គាត់កណ្ដាលសម្លេងផ្គរលាន់ខ្លាំងបន្ទាប់មកគាត់បានទះបាតដៃខ្មៅនិងស្ររបស់គាត់ចូលគ្នានៅពីមុខទ្រូងរបស់គាត់អណ្ដាតភ្លើង5ពណ៌និងពន្លឺពណ៌ប្រផេះបានផ្ទុះឡើងភ្លាមពីដៃរបស់គាត់ព្រមគ្នាបន្ទាប់មកបានភ្ជាប់គ្នាទៅវិញទៅមកដើម្បីបង្កើតជារបាំងពន្លឺពីរស្រទាប់ដែលរុំព័ទ្ធរាងកាយរបស់គាត់ដោយមានវិធានការការពារទាំងនេះឥទ្ធិពលដែលសម្លេងស្រែកខ្លាំងនោះមានទៅលើអារម្មណ៍ខាងវិញ្ញាណរបស់គាត់ត្រូវបានចុះខ្សោយយ៉ាងខ្លាំងហើយគាត់អាចស្ដារខ្លួនឯងឡើងវិញនៅលើអាកាសបានយ៉ាងណាក៏ដោយបន្ទាប់មកគាត់បានឃើញយានយ៉ាវនិងយ៉ានលីដែលអ្នកទាំងពីរនៅតែធ្លាក់ចុះយ៉ាងលឿនពីលើមេឃហើយពួកគេហៀបនឹងបុកយ៉ាងខ្លាំងទៅលើថ្មរដេបរដប់នៅខាងក្រោមក្នុងពេលឆាប់នេះដូច្នេះហើយគាត់បានធ្វើកាយវិការតាក់ទាញពួកគេភ្លាមដែលខ្សែស្រឡាយពណ៌ប្រផេះរាប់មិនអស់បានបាញ់ចេញពីក្នុងពន្លឺពណ៌ប្រផេះហើយចាប់ស្ត្រីទាំងពីរអ្នកភ្លាមមុនពេលទាញពួកគេមករកគាត់បន្ទាប់មកហានលីបានពង្រីកអណ្ដាតភ្លើងនិងពន្លឺពណ៌ប្រផេះដែលចេញពីរាងកាយរបស់គាត់ដើម្បីឡោមព័ទ្ធពួកគេទាំងពីរអ្នកផងដែរហើយពណ៌បន្តិចបន្តួចបានវិលមកលើថ្ពាល់របស់ពួកគេវិញនៅពេលដែលពួកគេទទួលបានសមត្ថភាពក្នុងការអណ្តែតលើអាកាសម្ដងទៀតនៅពេលនេះសម្លេងគោះជាច្រើនបានបន្លឺឡើងពីខាងក្រោមខណៈដែលសត្វអារក្សលំដាប់ខ្ពស់រាប់សិបក្បាលបានដួលទៅលើដីយ៉ាងខ្លាំងដោយសារមិនអាចទប់ទល់នឹងឥទ្ធិពលនៃសម្លេងស្រែកខ្លាំងបានសត្វអារក្សទាំងអស់សុទ្ធតែមានរាងកាយរឹងមាំដូច្នេះការធ្លាក់ពីកម្ពស់នេះមិនមែនជាបញ្ហាសម្រាប់ពួកគេតតែសោះទោះជាយ៉ាងណាក៏ដោយពួកគេទាំងអស់គ្នាបានយកដៃរបស់ពួកគេសង្កត់លើត្រចៀកដោយកម្លាំងទាំងអស់របស់ពួកគេខណៈពេលដែលពួកគេកំពុងវាយនិងរមៀលខ្លួនដោយការឈឺចាប់ពន្លឺវិញ្ញាណការពារគ្រប់ប្រភេទបានភ្លឺមិនទៀងទាត់ជុំវិញរាងកាយប៉ុន្តែវាហាក់ដូចជាគ្មានប្រសិទ្ធភាពតតែសោះហានលីបានដកដង្ហើមធំពេកឃើញបែបនេះមុននឹងងាកមើលទៅអ្នកដទៃជីនលីងស្ថិតនៅក្បែរមូឈីងហើយផ្កាពណ៌មាសនៅខាងក្រោមបានបង្កើតជាផ្កាជាបន្តបន្ទាប់ដើម្បីការពារពួកវាពីផលប៉ះពាល់នៃសម្លេងស្រែកខ្លាំងចំពោះនារីស្រស់ស្អាតសក់ស្វែងនាងត្រូវបានហ៊ុំព័ទ្ធដោយខ្យល់យិនហើយឈរដោយមិនកម្រើកអ្វីទាំងអស់ដែលច្បាស់ណាស់ថាមិនរងផលប៉ះពាល់ដោយសម្លេងស្រែកខ្លាំងនោះទេទោះជាយ៉ាងណាក៏ដោយពួកគេទាំង3នាក់កំពុងសម្លឹងមើលទៅឆ្ងាយដោយភ្នែកមុតស្រួចខណៈដែលសម្លេងស្រែកកាន់តែខ្លាំងឡើងហើយបាតុភូតដ៏អស្ចារ្យមួយបានលេចឡើងនៅខាងមុខសត្វល្អិតពណ៌ក្រហមឆ្អៅដ៏ធំមួយបានលេចចេញមកនៅខាងមុខហើយវាមានទំហំធំសម្បើមណាស់ដែលវាគ្របដណ្ដប់លើផ្ទៃមេឃស្ទើរតែទាំងស្រុងវាមានភ្នែកសំពណ៌ខ្មៅស្រអាប់មួយគូដែលភ្លឺចែងចាំងដោយពន្លឺត្រជាក់ខណៈដែលស្លាបពាក់កណ្ដាលថ្លាមួយគូបានបក់បោកនៅសងខាងនៃរាងកាយរបស់វាដូចជារបាំងពន្លឺមួយគូវាហាក់ដូចជាសត្វរុយមួយក្បាលដែលត្រូវបានពង្រីកធំឡើងរាប់មិនអស់សំឡេងស្រែកធ្ងោដ៏ខ្លាំងដែលស្ទើរតែធ្វើឲ្យហានលីដួលសន្លប់នោះបានមកពីស្លាបរបស់សត្វល្អិតដែលហើរចេញមកនោះនៅពេលដែលស្លាបរបស់វាហើរយ៉ាងលឿនការប្រែប្រួលដែលអាចមើលឃើញដោយភ្នែកទេបានរីករាលដាលចេញពីពួកវាបន្ទាប់មកពួកវាហាក់ដូចជាបានបាត់ទៅវិញនៅពេលដែលពួកវាហើរកាន់តែឆ្ងាយតាមអាកាសប៉ុន្តែតាមពិតទៅពួកវាបានប្រែក្លាយទៅជាសំឡេងស្រែកធ្ងោដ៏ខ្លាំងនោះដែលអាចជឿយ៉ាងច្បាស់សូម្បីតែពីទីតាំងរបស់ហ៊ានលីក៏ដោយសូម្បីតែពីចម្ងាយឆ្ងាយក៏ដោយសំឡេងស្រែកដ៏មុតស្រួចនេះមានអំណាចគួរឲ្យខ្លាចបែបនេះប្រសិនបើពួកវាស្ថិតនៅចំពីមុខការលេចចេញរបស់សត្វល្អិតនោះវាមិនចាំបាច់ធ្វើអ្វីក្រៅពីគ្រវីស្លាបរបស់វាដើម្បីសម្លាប់សត្រូវរបស់វាឡើយទោះជាយ៉ាងណាក៏ដោយការលាតសន្ធឹងដោយសត្វរុយនេះមិនត្រឹមតែកំពុងគ្រវីស្លាបរបស់វាប៉ុណ្ណោះទេវាថែមទាំងកំពុងបាញ់សសរក្រាស់ជាច្រើននៃពន្លឺពណ៌ក្រហមចេញពីភ្នែកសមាសធាតុរបស់វាទៀតផង
សពន្លឺទាំងនេះបានធ្លាក់ចុះមកពីខាងលើដោយគ្រប់ដណ្ដប់ស្ទើរតែទាំងស្រុងនៅលំហទាំងមូលនៅខាងក្រោមទោះបីជាហ៊ានលីមិនអាចជួបប្រទះនឹងឫទ្ធានុភាពនៃសពន្លឺទាំងនេះដោយខ្លួនឯងក៏ដោយក៏វានៅតែជាទិដ្ឋភាពដ៏គួរឲ្យខ្លាចមួយសូម្បីតែពីចម្ងាយក៏ដោយនៅក្រោមសំណាញ់ដ៏ធំសម្បើមដែលសាងសង់ឡើងពីសពន្លឺដែលជាប់គ្នាទាំងនេះមានសត្វពីរក្បាលកំពុងគេចពីសពន្លឺទាំងនេះដោយកម្លាំងទាំងអស់របស់ពួកគេសត្វទាំងពីរនេះមានទំហំប្រហែល100 ហ្វីតប៉ុន្តែពួកវាតូចនិងមិនសំខាន់បើប្រៀបធៀបទៅនឹងការព្យាករណ៍របស់សត្វល្អិតដ៏ធំសម្បើមដែលវាមិនត្រូវបានគេកត់សម្គាល់ភ្លាមនោះទេពន្លឺពណ៌ខៀវបានភ្លឺឡើងក្នុងភ្នែករបស់ហានលីហើយគាត់បានកំណត់អត្តសញ្ញាណសត្វទាំងពីរនេះភ្លាមមួយក្នុងចំណោមនោះគឺអាយ៉ងពណ៌ស្វាយដែលបានរួញតូចយ៉ាងខ្លាំងខណៈពេលដែលអាយ៉ងមួយទៀតបានធ្វើឲ្យហានលីភ្ញាក់ផ្អើលយ៉ាងខ្លាំងនេះគឺជាសត្វចម្លែកពណ៌ខ្មៅស្រអាប់ដែលមានឧបករណ៍ចាប់សញ្ញាចំនួន6លាតសន្ធឹងចេញពីក្បាលរបស់វានិងអវយវៈដូចដាវចំនួន6សត្វនេះមិនតូចជាងអាយ៉ងពណ៌ស្វាយប៉ុន្មានទេហើយរាងកាយទាំងមូលរបស់វាត្រូវបានគ្រប់ដណ្ដប់ដោយរោមរឹងដូចដែកថែបភ្នែកទាំងពីររបស់វាវែងនិងស្ដើងហើយភ្លឺចែងចាំងដោយពន្លឺពណ៌ក្រហមដ៏ចម្លែកខណៈពេលដែលស្លាបបក្សីពីរគូនៅលើខ្នងរបស់វាកំពុងបក់យ៉ាងលឿនវាក៏ជាសត្វល្អិតចម្លែកដ៏ធំមួយផងដែរសត្វល្អិតនិងអាយ៉ងពណ៌ស្វាយនៅតែមិនរងផលប៉ះពាល់ដោយសំឡេងស្រែកខ្លាំងនោះទេទោះបីជាពួកវានៅជិតនឹងការបាញ់របស់សត្វល្អិតក៏ដោយហើយពួកវាកំពុងបញ្ចេញពន្លឺចែងចាំងតាមអាកាសដូចជាខ្មោចព្រាយបិសាចក្នុងឱកាសជាច្រើនសភ្លើងពណ៌ក្រហមហាក់ដូចជាបានទម្លុះរាងកាយរបស់ពួកវាប៉ុន្តែរូបភាពទាំងនោះត្រូវបានបង្ហាញគ្រាន់តែជារូបភាពបន្ទាប់បន្សំប៉ុណ្ណោះនៅពេលដែលអាយ៉ងពណ៌ស្វាយកំពុងចាត់វិធានការគេចវេះវាបានបញ្ចេញពូថៅដ៏ធំមួយហើយបានបាញ់ចេញនៅពូថៅរាងឥតចន្ទិតឈប់ឈរផ្ទុយទៅវិញសត្វល្អិតខ្មៅយក្សនេះកំពុងវាយប្រហារដោយអវយវៈទាំង6របស់វាដែលកំពុងភ្លឺចែងចាំងតាមអាកាសដើម្បីបញ្ចេញពន្លឺខ្មៅដែលស្រដៀងនឹងបន្លាមុតស្រួចការវាយប្រហារភាគច្រើនរបស់ពួកគេត្រូវបានកម្ចាត់ដោយសពន្លឺពណ៌ក្រហមហើយសូម្បីតែសដែលលួចចូលក៏ត្រូវបានរារាំងដោយស្រទាប់ថាមពលដែលមើលមិនឃើញដែរអ្វីហ្នឹងតើវាអាចទៅរួចទេដែលវាជាសត្វស្លាបមេអំបៅឋានស៊ុកស្រីស្អាតសក់សង់ទៀនឡើងពេលនាងសម្លឹងមើលការលេចចេញរបស់សត្វល្អិតតាមពិតទៅខ្ញុំពិតជាចាប់អារម្មណ៍នឹងរូបរាងពិតរបស់សមិទ្ធតាវលីវជូមូឈៀងរអ៊ូតំពេលសិស្សរបស់នាងរួនខ្លួននារីស្រស់ស្អាតសក់សបានទប់អារម្មណ៍តក់ស្លុតរបស់នាងខណៈពេលដែលទឹកមុខខ្មៅងឹតមួយបានលេចឡើងនៅលើមុខរបស់នាងហើយនាងបាននិយាយថាឥឡូវនេះមិនមែនជាពេលវេលាដើម្បីឆ្លោះប្រកែកគ្នាអំពីរឿងតូចតាចបែបនេះទេមូដែលជាអ្នកកាន់សាសនាតាវសត្វស្លាបមេថ្នាក់មេអំបៅគឺជាវិញ្ញាណទី2បន្ទាប់ពីវិញ្ញាណពិតនៅក្នុងពូជសត្វស្លាបប្រសិនបើសត្វនោះពិតជាសត្វបែបនេះមែននោះគ្មាននរណាម្នាក់ក្នុងចំណោមពួកយើងអាចគេចផុតបានឡើយបងស្រីឡានអ្នកស្រីនៅមិនទាន់យល់ច្បាស់ទេរឿងនោះគ្រាន់តែជាការព្យាករណ៍នៃសត្វស្លាបមេអំបៅឋានស៊ុកហើយវាប្រហែលជាត្រូវបានកោះហៅដោយបង្ខំមកទីនេះតាមរយៈការប្រើប្រាស់បច្ចេកទេសសម្ងាត់ដោយអាយ៉ងដែលលីវជូនិងឌីស៊ឺកំពុងដេញតាមដរាបណាការព្យាករណ៍នេះអស់ធម្មពលទាំងអស់វានឹងបាត់ទៅវិញលីវជូនិងឌីស៊ឺច្បាស់ជាដឹងច្បាស់អំពីរឿងនេះដែលជាមូលហេតុដែលពួកគេគ្រាន់តែធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបានដើម្បីពន្យាពេលមូឈីងនិយាយដោយសំឡេងស្ងប់ស្ងាត់ដោយសោកសៅការព្យាករណ៍នារីស្រស់ស្អាតសក់សបានស្ទាក់ស្ទើរពេលដូច្នេះមុនពេលវិតម្លៃដោយប្រុងប្រយ័ត្ននៅសត្វរុយដ៏ធំសម្បើមដែលហើរទៅមុខបន្ទាប់ពីមួយរយៈយូរនាងក៏ដកដង្ហើមធំដោយធូរស្រាលរួចនិយាយថានោះគ្រាន់តែជាការព្យាករណ៍ប៉ុណ្ណោះវាមានថាមពលត្រឹមតែ 1/5 នៃថាមពលរបស់សត្វរុយមេឃពិតប្រាកដប៉ុណ្ណោះលើសពីនេះគ្មានអារម្មណ៍ខាងវិញ្ញាណរបស់សត្វណាមួយត្រូវបានបញ្ចូលក្នុងការព្យាករណ៍នេះទេបើមិនដូច្នោះទេពួកគេទាំងពីរនឹងមិនអាចស្ថិតស្ថេរបានយូរបែបនេះទេទោះជាយ៉ាងណាក៏ដោយការវាយប្រហាររបស់វត្ថុនេះគឺមានឥទ្ធិពលខ្លាំងប្រសិនបើអាយ៉ងឬលីវជូតរើបានវាយប្រហារដោយការវាយប្រហារណាមួយនោះពួកគេប្រកាសជាជួបបញ្ហាជាក់ជាមិនខានពិតណាស់ទោះបីជាវាគ្រាន់តែជាការព្យាករណ៍ក៏ដោយក៏សត្វស្លាបមេឃកម្រិតមេអំបៅគឺគ្រាន់តែជាសត្វវិញ្ញាណពិតលំដាប់ទី2ប៉ុណ្ណោះដូច្នេះនេះពិតជាមិនមែនជាអ្វីដែលយើងអាចប្រកួតប្រជែងជាមួយបានទេមូឈីងដកដង្ហើមធំដោយទឹកមុខចុះចាញ់បន្ទាប់ពីបានដឹងពីលក្ខណៈនៃការព្យាករណ៍នេះស្ត្រីទាំងពីរនាក់ពិតជាមិនមានបំណងវាយប្រហារវាទេពួកគេគ្រាន់តែសម្លឹងមើលពីចម្ងាយដោយរងចាំដោយអត់ធ្មត់នៅពេលដែលធម្មពលនៃការព្យាករណ៍សត្វល្អិតនឹងអស់ទន្ទឹមនឹងនេះហានលីបានស្ដាប់ការសន្ទនារបស់ពួកគេនៅម្ខាងដោយសម្លឹងមើលដោយចម្លែកនៅក្នុងភ្នែករបស់គាត់ស្ថានភាពដែលកើតឡើងនៅចំពោះមុខពួកគេដោយធម្មជាតិមិនមែនជាអ្វីដែលគាត់អាចជ្រៀតជ្រែកបានឡើយនៅពេលនេះស្រីស្អាតសក់សបានសម្លឹងមើលសត្វអារក្សកម្រិតខ្ពស់ដែលនៅតែរមៀលនៅលើដីខាងក្រោមហើយចិញ្ចើមរបស់នាងជ្រួញឡើងពេលនាងរុញដៃអោបចុះក្រោមពន្លឺខ្មៅមួយបានឆាប់ឆេះចេញមកគ្រប់ដណ្ដប់លើសត្វអារក្សទាំងអស់នៅខាងក្នុងភ្លាមសត្វអារក្សបានដឹងខ្លួនវិញភ្លាមហើយទីបំផុតក៏ឈប់វាយដំនិងរមួលក្រពើប៉ុន្តែពួកវាទាំងអស់នៅតែទន់ខ្សោយទាំងស្រុងហើយមិនអាចក្រោកឈរបានឡើយទោះជាយ៉ាងណាក៏ដោយនារីស្រស់ស្អាតសក់ស្រូបនេះមិនបានបង្ហាញចេតនាធ្វើអ្វីផ្សេងទៀតដើម្បីជួយពួកគេទេខណៈពេលដែលនាងបែរទៅរកការលេចចេញនៅសត្វល្អិតដ៏ធំសម្បើមម្ដងទៀតវាគឺដូចដែលមូឈីងបាននិយាយអញ្ចឹងមួយសន្ទុះក្រោយមកសត្វល្អិតដ៏មានអានុភាពបានបញ្ចេញពន្លឺពណ៌ក្រហមយ៉ាងសន្ធោសន្ធៅរួចក៏ផ្ទុះជាបំណែករាប់មិនអស់កណ្ដាលសម្លេងផ្ទុះខ្លាំងមុនពេលបាត់ខ្លួនដោយគ្មានដានសពន្លឺពណ៌ក្រហមឆ្អៅដែលធ្លាក់ចុះពីខាងលើក៏បាត់ទៅវិញភ្លាមដែរសត្វល្អិតខ្មៅចម្លែកនិងអាយ៉ងពណ៌ស្វាយបានដកដង្ហើមធំដោយធូរស្រាលមុននឹងឈរស្ងៀមនៅនឹងកន្លែងដើម្បីស្ដារភាពស្ងប់ស្ងាត់និងធម្មពលឡើងវិញបន្ទាប់ពីសម្រាកមួយរយៈខ្លីពួកគេទាំងពីរនាក់មិនសូវចាប់អារម្មណ៍នឹងមូឈីងនិងអ្នកដទៃទៀតទេ
មួយសន្ទុះក្រោយមកអាយ៉ងឈាមពណ៌ស្វាយនិងសត្វល្អិតខ្មៅបានលេចចេញមកនៅលើអាកាសទោះបីជាពួកគេបានកំណត់ជាមុនថាសត្វល្អិតនេះមិនមែនជានរណាក្រៅពីលីវជូក៏ដោយទាំងមូឈីងនិងនារីស្រស់ស្អាតសក់នៅតែសម្លឹងមើលវាដោយទឹកមុខធ្ងន់ធ្ងរពន្លឺពណ៌ក្រហមបានភ្លឺចេញពីស្មារបស់អាយ៉ងពណ៌ស្វាយបន្ទាប់មកតួអង្គស្លៀកពាក់ពណ៌ក្រហមទាំងពីរបានលេចចេញមកពួកគេបានលាក់ខ្លួននៅក្នុងខ្លួនរបស់អាយ៉ងពេញមួយពេលទន្ទឹមនឹងនេះពន្លឺពណ៌ខ្មៅបានវិលជុំវិញខ្លួនរបស់សត្វល្អិតខ្មៅហើយវាបានរួនខ្លួនយ៉ាងលឿនមុនពេលក្លាយជារូបរាងមនុស្សគ្មាននរណាក្រៅពីលីវជូទេលើកលែងតែអាវធំពណ៌ខ្មៅរបស់គាត់បានបាត់ខ្លួនដោយហេតុនេះបង្ហាញពីរូបរាងពិតរបស់គាត់បេះដូងរបស់ហ៊ានលីញ័រដោយការភ្ញាក់ផ្អើលនៅពេលដែលគាត់សម្លឹងមើលទៅបុរសនោះមុខមាត់របស់លីវជូភាគច្រើនដូចគ្នាបេះបិទទៅនឹងបុរសធម្មតាហើយគាត់មានមុខក្មេងជាងវ័យទោះជាយ៉ាងណាក៏ដោយគាត់មានភ្នែកពណ៌បៃតងមួយគូដែលភ្លឺចែងចាំងដោយពន្លឺត្រជាក់ដែលបង្កើតជាទិដ្ឋភាពដ៏គួរឲ្យព្រួយបារម្ភវាពិតជាសមិទ្ធតើលីវជូមែននារីស្រស់ស្អាតសក់ស្បានដកដង្ហើមធំដោយធូរស្រាលតើរឿងនោះធ្លាប់មានការសង្ស័យដែរឬទេលីវជូបានសួរដោយមិនខ្វល់ខ្វាយខណៈពេលដែលគាត់អន្តែតលើអាកាសដោយដៃរបស់គាត់ចាប់ពីក្រោយខ្នងបងប្រុសលីវជូដោយសារអ្នកមានរាងកាយជាសត្វល្អិតវិញ្ញាណតើអ្នកមានទំនាក់ទំនងជាមួយពូជសត្វរុយមែនទេមូឈីងសួរការប្រណាំងសត្វរុយសមុទ្រដំបូងឡើយខ្ញុំមកពីការប្រណាំងនោះតើអ្នកពេញចិត្តនឹងការឆ្លើយតបនោះទេលីវជូឆ្លើយតបដោយស្នាមញញឹមស្រាលទាំងមូឈីងនិងទឹកមុខរបស់ស្រីស្អាតសក់បានផ្លាស់ប្ដូរយ៉ាងខ្លាំងនៅពេលរឿងនេះដូច្នេះអ្នកដឹងអំពីកន្លែងនេះជាមុនប៉ុន្តែនៅតែនាំយើងមកកន្លែងនេះដោយចិត្តណាមែនទេសំឡេងរបស់ស្រីស្អាតសក់បានស្ងប់ស្ងាត់ភ្លាមខ្ញុំខ្លាចថាអ្នកបានចោទប្រកាន់ខ្ញុំខុសនៅទីនេះពួកអ្នកកាន់សាសនាតាវខ្ញុំដឹងថាពូជពងសត្វរុយសមុទ្រមានទឹកដីពិសិដ្ឋប៉ុន្តែនៅពេលនោះមូលដ្ឋានដាំដុះរបស់ខ្ញុំគឺគួរឲ្យអាណិតណាស់ដែលមិនអាចប្រាប់ពីទីតាំងជាក់លាក់របស់វាបានបន្ទាប់ពីនោះខ្ញុំបានស្នាក់នៅក្នុងទីជ្រៅបំផុតនៃផែនដីអស់រយៈពេលរាប់មិនអស់ហើយខ្ញុំបានជាប់គាំងនៅមូលដ្ឋានដាំដុះបច្ចុប្បន្នរបស់ខ្ញុំអស់រយៈពេលជិតយូរជាងខ្ញុំអាចចាំបានប្រសិនបើខ្ញុំដឹងថាមានច្រកចូលមួយដែលនាំទៅដល់កន្លែងនេះពីទីជ្រៅបំផុតនៃផែនដីហើយចង់រៀបចំផែនការប្រឆាំងនឹងអ្នកតាំងពីដំបូងហេតុវាបានជាខ្ញុំពន្យាពេលយូរម្លេះមុនពេលនាំអ្នកទាំងអស់គ្នាមកទីនេះខ្ញុំពិតជាបានរកឃើញដោយអចេតនាថាកន្លែងនេះអាចចូលបានពីទីជ្រៅបំផុតនៃផែនដីតាមរយៈទន្លេនរកប៉ុន្តែខ្ញុំពិតជាមិនដឹងថាពូជពងសត្វរុយសមុទ្រនឹងបញ្ជូនអាយ៉ងមកកន្លែងនេះទេយោងតាមចំណេះដឹងរបស់ខ្ញុំទឹកដីពិសិដ្ឋនៃពូជពងសត្វរុយសមុទ្រជាធម្មតាបើកតែម្ដងរៀងរាល់ 2-3,000 ឆ្នាំម្ដងហើយវាមានរយៈពេលតែប៉ុន្មានសតវត្សប៉ុណ្ណោះចាប់តាំងពីយើងនៅទីនេះចុងក្រោយខ្ញុំអាចនិយាយបានថាយើងពិតជាអកុសលណាស់ដែលបានជួបប្រទះអាយ៉ងទាំងនេះក្នុងកាលៈទេសៈបែបនេះលើសពីនេះទៅទៀតប្រសិនបើខ្ញុំកំពុងធ្វើការជាមួយពូជពងសត្វរុយសមុទ្រហេតុវាបានជាខ្ញុំគ្រាន់តែសុំឲ្យអាយ៉ងត្រូវបានដាក់ពង្រាយនៅកន្លែងនេះមែនទេខ្ញុំដឹងច្បាស់ពីសមត្ថភាពរបស់អ្នកហើយខ្ញុំពិតជាដឹងអំពីការពិតដែលថាអាយ៉ងទាំងនោះមិនអាចប្រៀបធៀបជាមួយអ្នកបានទេលីវជូឆ្លើយតបដោយស្ងប់ស្ងាត់មូឈីងនិងនារីសក់បានសម្លឹងគ្នាពេលឮពាក្យរបស់លីវជូអ្នកទាំងពីរមិនអាចកំណត់អត្តសញ្ញាណចន្លោះប្រហោងណាមួយនៅក្នុងតវិជ្ជារបស់គាត់បានទេប៉ុន្តែអ្នកទាំងពីរដឹងថាគាត់មិនបាននិយាយការពិតតាមរបៀបណាមួយឡើយវាគ្រាន់តែថាពួកគេមិនអាចកំណត់អត្តសញ្ញាណអ្វីដែលគាត់បានកុហកនោះទេតើអ្នកគិតយ៉ាងណាដែរមិត្តតាវនិយមទីស៊ឺមូឈីងស្រាប់តែងាកទៅរករូបបុរសទាំងពីរដែលស្លៀកពាក់ពណ៌ក្រហមពួកគេទាំងពីរនាក់នៅស្ងៀមទាំងស្រុងចាប់តាំងពីពេលដែលពួកគេបានលេចឡើងម្ដងទៀតនៅលើស្មារបស់អាយ៉ងពណ៌ស្វាយតួអង្គទាំងពីរដែលស្លៀកពាក់ពណ៌ក្រហមឆ្អៅបានសម្លឹងមើលគ្នាទៅវិញទៅមកពេលដូច្នេះមុនពេលម្នាក់ក្នុងចំណោមពួកគេឆ្លើយថាខ្ញុំគិតថាបងប្រុសលីវជូកំពុងនិយាយការពិតទោះបីជាបងប្រុសលីវជូមិនមែនជាអ្នកដែលចំណាយពេលយូរបំផុតជាមួយពួកយើងនៅក្នុងទីហោស្ថានក៏ដោយក៏គាត់មិនមែនជាមនុស្សតែម្នាក់គត់ដែលស្ថិតនៅក្នុងទីហោស្ថានក្នុងរយៈពេលខ្លីបំផុតដែរដូច្នេះប្រសិនបើគាត់ចង់រៀបចំផែនការប្រឆាំងនឹងពួកយើងគាត់មិនចាំបាច់ប្រើយុទ្ធសាស្ត្រទាំងនេះទេតើវាអាចទៅរួចទេដែលអ្នកទាំងពីរចង់វិលត្រឡប់មកវិញឥឡូវនេះយើងបានធ្វើឲ្យពូជសត្វរុយសមុទ្រក្លាយជាស្រូវរបស់យើងរួចហើយតែអ្នកទាំងពីរសុខចិត្តបោះបង់ចោលថ្នាំទឹកដល់ទេវភាពទន្លេឋាននរកដល់ទេវភាពបន្ទាប់ពីរឿងទាំងអស់នោះរូបបុរសដែលស្លៀកអាវក្រហមនោះបានចូលខាងលីវជូទាំងស្រុងមូឈីងនិងនារីស្រស់ស្អាតសក់ស្បែកមុខគ្នាម្ដងទៀតពេលឃើញចំហរបស់នារីស្លៀកពាក់ក្រហមលើបញ្ហានេះមួយសន្ទុះក្រោយមកទឹកមុខរបស់នារីស្រស់ស្អាតសក់បានធូរស្រាលហើយនាងញឹមពេលនិយាយថាដោយសារសមាជិកសាសនាតាវឌីស៊ឺជឿជាក់លើបងប្រុសលីវជូយើងក៏សុខចិត្តធ្វើដូចគ្នាដែរទោះជាយ៉ាងណាក៏ដោយប្រសិនបើពូជពងមេអំបៅបានដឹងរួចហើយអំពីអ្នកឈ្លានពាននៅក្នុងទឹកដីដ៏ពិសិដ្ឋរបស់ពួកគេពីដំណើរទស្សនកិច្ចចុងក្រោយរបស់យើងនៅទីនេះហេតុអ្វីបានជាពួកគេមិនដាក់ពង្រីកងទ័ពបន្ថែមឬបញ្ជូនសត្វមេអំបៅមាសពិតប្រាកដបន្ថែមទៀតមកកន្លែងនេះជាជាងដាក់អាយ៉ងទាំងអស់នេះនៅទីនេះក្នុងករណីនោះវានឹងពិបាកណាស់សម្រាប់យើងក្នុងការរត់គេចខ្លួនវាសាមញ្ញណាស់ពូជពងមេអំបៅបានរកឃើញការឈ្លានពានរបស់យើងពីលើកមុនប៉ុន្តែពួកគេមិនដឹងថាពេលណាយើងនឹងត្រឡប់មកវិញទេដូច្នេះពួកគេអាចដាក់តែសត្វដែលអាចស្នាក់នៅកន្លែងនេះជាអចិន្ត្រៃយ៍នៅទីនេះប៉ុណ្ណោះទោះបីជានេះជាទឹកដីដ៏ពិសិដ្ឋរបស់ពូជពងមេអំបៅក៏ដោយសត្វធម្មតានៃពូជពងនឹងមិនអាចស្នាក់នៅទីនេះបានយូរទេបើមិនដូច្នោះទេមូលដ្ឋានដាំដុះរបស់ពួកគេនឹងរងការខូចខាតយ៉ាងធ្ងន់ធ្ងរហើយក្នុងករណីអាក្រក់បំផុតពួកគេថែមទាំងអាចស្លាប់នៅទីនេះទៀតផងប្រសិនបើយើងបានជួបកងទ័ពសមុទ្រសត្វល្អិតពិតប្រាកដហើយយើងនឹងត្រូវលេបត្របាក់រហូតដល់មានបំណែករាងកាយរបស់យើងនៅសល់ឡើយលីវជូឆ្លើយតប
នារីសក់ស្រស់ស្អាតញ័រខ្លួនពេលឮពាក្យថាគូសមុទ្រសត្វល្អិតក៏ហើយនាងបានញឹមតបវិញថាមិនចាំបាច់លេងសើចបែបនេះទេបងប្រុសលីវជូពូជសត្វរុយអាចនឹងមិនសូវល្បីឈ្មោះនៅកន្លែងផ្សេងទៀតក្នុងពិភពវិញ្ញាណប៉ុន្តែឥទ្ធិពលរបស់ពួកគេក្នុងតំបន់នេះមិនអន់ជាងពូជសត្វសំខាន់នៃពិភពវិញ្ញាណទេពួកគេនឹងមិនដាក់ពង្រាយកងទ័ពសមុទ្រសត្វល្អិតដើម្បីមើលថែសត្វដំណាក់កាលសម័យហរណកម្មរាងកាយដូចយើងមួយចំនួនតូចនោះទេការភ័យខ្លាចបន្តិចបន្តួចក៏បានភ្លឺឡើងតាមរយៈភ្នែករបស់មីខេងមុនពេលនាងធ្វើការវិភាគដោយស្ងប់ស្ងាត់ពិតមែនហើយតាមអ្វីដែលខ្ញុំបានឮសូម្បីតែវិញ្ញាណពិតក៏ភ័យខ្លាចចំពោះសមុទ្រសត្វល្អិតដែលដាក់ពង្រាយដោយកងទ័ពសត្វរុយសមុទ្រដែលផ្ទុយទៅវិញការបញ្ចេញសមុទ្រសត្វល្អិតគឺជាបន្ទុកដ៏ធ្ងន់សម្រាប់ពូជសាសន៍ទាំងមូលដូច្នេះពួកគេមិនធ្វើដូច្នេះទេលុះត្រាតែកាលៈទេសៈធ្ងន់ធ្ងរខ្លាំងហើយខ្ញុំមិននឹកស្មានថាអ្នកទាំងពីរនឹងដឹងច្រើនអំពីពូជពងមេអំបៅរបស់យើងទេជាការពិតណាស់វាត្រូវការតែមេអំបៅឋានស៊ូក៏តែមួយប៉ុណ្ណោះដើម្បីបំផ្លាញយើងទាំងអស់គ្នាដូច្នេះមិនចាំបាច់ដាក់ពង្រាយសមុទ្រសត្វល្អិតទេនោះគ្រប់គ្រាន់ហើយសម្រាប់រឿងនេះសម្រាប់ពេលនេះចូលយើងចេញពីកន្លែងនេះវាមិនមែនជាកិច្ចការងាយស្រួលសម្រាប់ពូជពងមេអំបៅក្នុងការដាក់ពង្រាយសត្វជាច្រើនទៀតទៅកាន់កន្លែងនេះទេហើយដំណើរការនោះនឹងចំណាយពេលយ៉ាងហោចណាស់ជាច្រើនខែនោះជាពេលវេលាគ្រប់គ្រាន់សម្រាប់យើងដើម្បីស្វែងរកថ្នាំទិព្វដ៏ទេវភាពបន្ទាប់មកត្រឡប់ទៅលើដែលយើងបានរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនៅក្នុងដៃរបស់សត្វខ្មោចទាំងនោះប៉ុន្តែយើងក៏បានសម្លាប់សត្វខ្មោចកម្រិតខ្ពស់ជាច្រើននៅក្នុងទន្លេនរោគផងដែរដូច្នេះដំណើរដែលនៅសល់របស់យើងគួរតែរលូនជាងដោយវិធីនេះតើយើងមានទាហាននិងអាយ៉ងខ្មោចប៉ុន្មានអ្នកទៀតដែលអាចប្រើប្រាស់បានលីវជូបានសួរខ្ញុំបានរក្សាទុកអាយ៉ងឲ្យច្រើនតាមដែលអាចធ្វើទៅបាននៅពេលដែលខ្មោចទាំងនោះវាប្រហារប៉ុន្តែនៅសល់តែជាង 1000 ក្បាលប៉ុណ្ណោះតួអង្គស្លៀកពាក់ពណ៌ក្រហមម្នាក់បានឆ្លើយស្ថានភាពរបស់ខ្ញុំកាន់តែអាក្រក់ទៅទៀតមិនត្រឹមតែខ្មោចស្ដេចរងរបួសយ៉ាងធ្ងន់ធ្ងរដោយការបំផ្ទុះខ្លួនឯងរបស់អាយ៉ងនោះទេខ្មោចដ៏ជ្រៅដែលនៅសល់ទាំងអស់ក៏ត្រូវបានបំផ្លាញដោយសមត្ថភាពខ្យល់ដែលអ្នកបានបញ្ចេញផងដែរស្រីស្អាតសក់ស្ដុកដង្ហើមធំអ្នកឯងនិយាយអ្វីមកតើនិយមឡានទោះបីជាយើងយល់ស្របថាអ្នកត្រូវចម្រាញ់ខ្មោចជ្រៅ 8000 ក្បាលក៏ដោយក៏យិនឈីដ៏បរិសុទ្ធដែលខ្ញុំបានផ្គត់ផ្គង់ឲ្យអ្នកគឺច្រើនជាងគ្រប់គ្រាន់ដើម្បីចម្រាញ់ទាហានខ្មោចចំនួននោះដូច្នេះអ្នកប្រហែលជាបានចម្រាញ់ច្រើនជាង 8000 អ្នកដែលត្រូវបានបង្ហាញមែនទេឥឡូវនេះមិនមែនជាពេលវេលាដើម្បីលាក់ធនធានបែបនេះទេលីវជូនិយាយទាំងទឹកមុខរបស់គាត់កាន់តែងឹតស្រីស្អាតសក់សបានស្ទាក់ស្ទើរពេលដូច្នេះហើយទឹកមុខឆ្កងបន្តិចបានលេចឡើងនៅលើមុខរបស់នាងខ្ញុំមិននឹកស្មានថាលោកបានដឹងរឿងនេះទេបងប្រុសលីវជូជាការពិតណាស់ដើម្បីត្រៀមខ្លួនសម្រាប់កាលៈទេសៈដែលមិនបានមើលឃើញទុកជាមុនខ្ញុំបានចម្រាញ់ខ្មោចជ្រៅបន្ថែមចំនួន500ក្បាលទោះបីជាវាមិនច្រើនក៏ដោយក៏សមត្ថភាពផ្ទាល់ខ្លួនរបស់ពួកគេគឺល្អជាងខ្មោចជ្រៅពីសដែកយិនធម្មតាឆ្ងាយណាស់មិនអីទេទោះបីជានៅមានកន្លែងដ៏គ្រោះថ្នាក់ជាច្រើនទៀតដែលយើងត្រូវឆ្លងកាត់ក្នុងអំឡុងពេលដែលនៅសល់នៃដំណើររបស់យើងក៏ដោយខ្មោចដ៏ជ្រៅទាំងនោះនៅលើកំពូលនៃអ្វីដែលនៅសល់នៃអាយ៉ងគួរតែគ្រប់គ្រាន់ដើម្បីនាំយើងទៅដល់ទីបញ្ចប់ខ្ញុំដឹងថាអ្នកប្រហែលជាមិនទុកចិត្តខ្ញុំទាំងស្រុងទេប៉ុន្តែនៅពេលដែលយើងទទួលបានទឹកអម្រឹតទន្លេនរោគដ៏ទេវភាពយើងនឹងអាចបែកគ្នាហើយអ្នកអាចទៅកន្លែងណាដែលអ្នកចង់បានទោះជាយ៉ាងណាក៏ដោយខ្ញុំណែនាំអ្នកកុំឲ្យសាកល្បងល្បិចតូចតាចណាមួយមុននោះបើមិនដូច្នោះទេកុំបន្ទោសខ្ញុំចំពោះការបង្វែរអ្នកសម្លេងគំរាមកំហែងមួយបានលាន់ឡើងក្នុងសម្លេងរបស់លីវសិននៅពេលដែលគាត់និយាយទឹកមុខរបស់ស្ដេចអារក្សដទៃទៀតបានផ្លាស់ប្ដូរបន្តិចប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេឆ្លើយតបនឹងពាក្យសម្ដីរបស់គាត់ទេដូចជាពួកគេមិនបានឮគាត់តាំងពីដំបូងឡើយលីវជូមិនបានគិតថាប្រតិកម្មរបស់ពួកគេចម្លែកបន្តិចសោះឡើយគាត់គ្រាន់តែគ្រវីដៃឡើងលើអាកាសហើយនិយាយថាតោះទៅបន្ទាប់មកគាត់បានប្រែក្លាយទៅជាបាល់ពន្លឺខ្មៅមួយដែលហោះទៅមុខសត្វអារក្សកម្រិតខ្ពស់ប្រហែល12ក្បាលនៅខាងក្រោមបានធ្វើតាមភ្លាមតួអង្គស្លៀកពាក់ពណ៌ក្រហមទាំងពីរនាក់បានសម្លឹងមើលគ្នាទៅវិញទៅមកមុននឹងគ្រវីដៃអាវរបស់ពួកគេឡើងលើអាកាសព្រមគ្នាដោយហៅពន្លឺខ្មៅចេញពីខាងក្នុងពន្លឺខ្មៅទាំងនោះបន្ទាប់មកបានចាប់ផ្ដើមភ្លឺចែងចាំងដោយពន្លឺខាងវិញ្ញាណដែលមានពណ៌ផ្សេងគ្នាមុនពេលប្រែក្លាយទៅជាអាយ៉ងដែលមានរាងនិងទម្រង់ផ្សេងគ្នាអាយ៉ងទាំងនេះច្បាស់ណាស់ត្រូវបានរក្សាទុកយ៉ាងប្រុងប្រយ័ត្នដោយតួអង្គពីររូបដែលស្លៀកពាក់ពណ៌ក្រហមមិនត្រឹមតែពួកវាទាំងអស់ស្ថិតក្នុងស្ថានភាពថ្មីស្រឡាងនោះទេភាគច្រើននៃពួកវាត្រូវបានផលិតយ៉ាងស្មុគស្មាញបំផុតនៅពេលនេះស្រីស្អាតសក់ក៏បានលើកដៃឡើងដើម្បីបោះកាបូបស្បែកខ្មៅទំហំប៉ុនបាតដៃមួយហើយកាបូបនោះបានបង្វិលលើអាកាសមុនពេលផ្អៀងខ្លួនវាទៅបញ្ចេញខ្យល់យិនខ្មៅដែលកំពុងផ្ទុះក្រុមទាហានខ្មោចដែលពាក់អាវក្រោះពណ៌ខ្មៅមួយក្រុមបានលេចចេញពីក្នុងខ្យល់យិនទាំងនោះទាហានខ្មោចទាំងនេះហាក់ដូចជាមានរូបរាងស្រដៀងគ្នាទៅនឹងខ្មោចជ្រៅដែលពាក់អាវក្រោះយិនពីមុនប៉ុន្តែពួកគេហាក់ដូចជារឹងមាំជាងនិងមានរូបរាងធំជាងពីចម្ងាយពួកគេបានបង្ហាញពីទិដ្ឋភាពដ៏គួរឲ្យខ្លាចមួយទៅទាហានខ្មោចទាំងនោះបានបោកបក់ទៅរកលីវជូប្រៀបដូចជាអបខ្មៅមួយដុំក្រោមការបញ្ជារបស់នារីស្រស់ស្អាតសក់ស្យានយ៉ាវនិងយ៉ានលីអាចត្រឹមតែចែកផ្លូវជាមួយហ៊ានលីដើម្បីដើរតាមនារីសក់ស្នោះនៅពេលនេះកងទ័ពអាយ៉ងក៏បានហោះឡើងលើអាកាសហើយហោះហើរនៅរយៈកម្ពស់ទាបជាមួយនឹងពន្លឺខាងវិញ្ញាណនៃពណ៌ផ្សេងគ្នាគ្រប់ដណ្ដប់លើរាងកាយរបស់ពួកគេអាយ៉ងពណ៌ស្វាយបានដើរនាំមុខពីរូបចម្លាក់ពីរដែលស្លៀកពាក់ពណ៌ក្រហមឆ្អៅដែលនៅតែស្ថិតនៅលើស្មារបស់វាមូឈីងសម្លឹងមើលហេនលីដោយទឹកមុខប្រងើយកណ្ដាលមុនពេលហោះចេញទៅជាមួយផ្កាពណ៌មាសរបស់នាងនៅក្រោមជើងតោះយើងចេញដំណើរទៅដែរសមិទ្ធតៅហ៊ានហានលីបែរមកឃើញជីនលីងកំពុងវាតម្លៃគាត់ដោយស្នាមញឹមបន្តិចហាក់ដូចជាមានបំណងចង់នៅជាមួយហានលីដើម្បីតាមដានសកម្មភាពរបស់គាត់
ដូច្នេះហានលីបានងក់ក្បាលដោយមិនបញ្ចេញអារម្មណ៍មុនពេលងើបឡើងលើអាកាសជាខ្សែពន្លឺពណ៌ខៀវស្រងាត់ស្វាមីសើចចំអកមុននឹងដើរតាមពីក្រោយវាយ៉ាងជិតដូចជាខ្សែពន្លឺពណ៌មាសមួយពីរបីថ្ងៃក្រោយមកនៅពីមុខរូងភ្នំមួយក្នុងជួរភ្នំពណ៌សប្រផេះដែលស្ថិតនៅជ្រៅក្នុងទន្លេនរកមានខ្មោចជាច្រើនដែលមានរូបរាងខុសគ្នាឈរស្ងៀមស្ងាត់នៅនឹងកន្លែងសត្វខ្មោចទាំងនេះត្រូវបានហុំព័ទ្ធក្រោមស្រទាប់ផ្សែងពណ៌ខៀវស្រងាត់ហើយក្នុងចំណោមនោះមានស្រមោលពណ៌ស្រអាប់ក៏ដូចជាគ្រោងឆ្អឹងដ៏ធំដែលមានកម្ពស់រាប់សិបហ្វីតស្ត្រីខ្មោចស្លៀកពាក់ដែលធ្លាប់ប្រឈមមុខនឹងហ៊ានលីក្នុងសមរភូមិម្ដងមុនពេលចាក់ចេញភ្លាមគឺជាខ្មោចម្នាក់ក្នុងចំណោមខ្មោចទាំងនោះយ៉ាងណាក៏ដោយពួកគេទាំងអស់គ្នាបានរងរបួសយ៉ាងធ្ងន់ធ្ងរហើយអូរ៉ារបស់ពួកគេខ្សោយខ្លាំងណាស់សូម្បីតែស្ត្រីខ្មោចដែលបានបង្ហាញថាជាគូប្រជែងដ៏រំខានមួយចំពោះហានលីក៏បាត់ដែមខាងដែរដែលធ្វើឲ្យនាងត្រូវកាត់អវយវៈឈរនៅចំកណ្ដាលនៃខ្មោចទាំងនេះគឺជាអាយ៉ងមួយក្បាលដែលស្លៀកពាក់ឈុតពាសដែកពណ៌ក្រហមនេះគឺជាអាយ៉ងមួយក្នុងចំណោមអាយ៉ងពាសដែកពណ៌ក្រហមដែលត្រូវបានដាក់ពង្រាយដោយក្រុមការប្រណាំងសត្វព្រួយពីរូបរាងខាងក្រៅរបស់វាអាយ៉ងនេះមិនខុសពីអាយ៉ងពណ៌ក្រហមធម្មតាទេទៀតទេទោះជាយ៉ាងណាក៏ដោយខ្មោចដែលនៅជុំវិញវាច្បាស់ណាស់ថាសុទ្ធតែបង្ហាញការកោតសរសើរនិងការគោរពហាក់ដូចជាខ្លាចវាអាយ៉ងនោះឈរនៅស្ងៀមក្នុងចំណោមខ្មោចលំដាប់ខ្ពស់កំពុងវាយតម្លៃរូងភ្នំងឹតនៅពីមុខវាជាមួយនឹងពន្លឺពណ៌បៃតងស្រាលចាំងចែងក្នុងភ្នែករបស់វាមួយសន្ទុះក្រោយមកសំឡេងដកដង្ហើមវែងមួយបានបន្លឺឡើងពីជ្រៅក្នុងរូងភ្នំបន្ទាប់មកសំឡេងចាស់មួយបានបន្លឺឡើងខ្មោចទាំងអស់បានបញ្ចេញទឹកមុខធ្ងន់ធ្ងរពេលលើដូច្នេះអាយ៉ងពណ៌ក្រហមឆ្អៅបានឆ្លើយតបថាខ្ញុំធ្វើបែបនេះគ្រាន់តែដោយសារតែខ្ញុំគ្មានជំរឿទេសិស្សច្បងពួកដែលបានឈ្លានពានទឹកដីដ៏ពិសិដ្ឋរបស់យើងមានអំណាចខ្លាំងជាងអ្វីដែលយើងស្រមៃទៅទៀតហើយមាន4ក្នុងចំណោម5ក្បាលដែលមានអំណាចខ្លាំងជាងសត្វមេអំបៅមាសរបស់យើងទៅទៀតក្រៅពីខ្ញុំអាយ៉ងទាំងអស់ត្រូវបានបំផ្លាញចោលខ្ញុំបានផ្ញើសញ្ញាស្នើសុំជំនួយរួចហើយប៉ុន្តែវានឹងចំណាយពេលយ៉ាងហោចណាស់កន្លះឆ្នាំមុនពេលកម្លាំងជំនួយមកដល់នៅពេលនោះមនុស្សទាំងនោះទំនងជាបានរត់ចេញពីកន្លែងកើតហេតុជាមុនដោយសារអ្នកមានទំនាក់ទំនងជាមួយពូជមេអំបៅរបស់យើងខ្ញុំអាចស្នើសុំជំនួយពីអ្នកតែប៉ុណ្ណោះសិស្សច្បងអាយ៉ងពណ៌ក្រហមឆ្អៅបានអន់គោរពឆ្ពោះទៅរកការបើករូងភ្នំហើមកិច្ចព្រមព្រៀងដែលខ្ញុំបានធ្វើជាមួយពូជសត្វរុយសមុទ្ររបស់អ្នកគឺថាខ្ញុំនឹងស្នាក់នៅក្នុងទឹកដីដ៏ពិសិដ្ឋរបស់អ្នកមួយរយៈដើម្បីសម្រាកនិងស្ដារសុខភាពឡើងវិញខ្ញុំមិនបានស្ពះប្តីភាពរបស់ខ្ញុំចំពោះពូជសត្វរុយសមុទ្រទេខ្ញុំបានសងបំណុលណាមួយដែលខ្ញុំជំពាក់អ្នករួចហើយខ្ញុំថែមទាំងបានខិតខំប្រមូលខ្មោចលំដាប់ខ្ពស់ទាំងអស់នេះមកជួយអ្នកក្នុងឱកាសនេះប៉ុន្តែឥឡូវនេះអ្នកកំពុងសុំឲ្យខ្ញុំប្រយុទ្ធដើម្បីអ្នកផ្ទាល់មែនទេតើអ្នកមិនគិតថាវាហួសហេតុពេកទេម្ចាស់សម្លេងចាស់បានស្រែកឡើងដោយត្រជាក់ហើយរូងភ្នំទាំងមូលញ័រដោយការមិនពេញចិត្តរបស់គាត់លោកច្បងយ៉ែងខ្ញុំមិនសូវស្គាល់ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងរបស់លោកជាមួយពូជសត្វរុយសមុទ្ររបស់យើងទេប៉ុន្តែដោយសារអំណាចដ៏អស្ចារ្យរបស់លោកការថែរក្សាសត្វទាំងនោះនឹងជាកិច្ចការដ៏សាមញ្ញបំផុតសម្រាប់លោកប្រសិនបើលោកពិតជាស្ទាក់ស្ទើរក្នុងការកម្ចាត់ពួកវាចោលដោយផ្ទាល់មែនសូមអនុញ្ញាតឲ្យខ្ញុំខ្ចីឧទ្ធម្ភាគចក្រនា5របស់លោកនោះក៏គ្រប់គ្រាន់ដែរអាយ៉ងនោះបានឆ្លើយឧទ្ធម្ភាគចក្រនា5គឺជាកំណប់ទ្រព្យដ៏មានតម្លៃបំផុតមួយរបស់ខ្ញុំហេតុអ្វីខ្ញុំត្រូវឲ្យវាទៅអ្នកខ្ចីខ្ញុំបានបង់ថ្លៃដ៏ច្រើនគ្រប់គ្រាន់ដល់ពួកព្រឹទ្ធាចារ្យនៃពូជពងសត្វរុយសមុទ្ររបស់អ្នកដើម្បីចូលទៅក្នុងទន្លេនរកបុរសចំណាស់ហាក់ដូចជាបានរំលឹកឡើងវិញនៅអ្វីមួយដែលជាការចងចាំដ៏អាក្រក់ហើយសម្លេងរបស់គាត់កាន់តែត្រជាក់ថែមទៀតអាយ៉ងដែលពាក់អាវក្រោះពណ៌ក្រហមមិនហ៊ានរុញបុរសចំណាស់នោះទៀតទេផ្ទុយទៅវិញវាស្រាប់តែបានបង្កើតដបខ្មៅទំហំប៉ុនមេដៃដ៏ស្មុគស្មាញមួយមុននឹងស្នើថាមុនពេលខ្ញុំចាក់ចេញពួកព្រឹទ្ធាចារ្យនៃពូជសាសន៍យើងបានប្រគល់ដបតូចមួយនៃសារធាតុទឹកយីនមកខ្ញុំសុខចិត្តផ្ដល់ជូននេះជាថ្នូរនឹងជំនួយរបស់អ្នកលោកច្បងទឹកសុទ្ធយិនម្ចាស់សម្លេងចាស់ហាក់ដូចជាភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការផ្ដល់ជូននេះអាយ៉ងនោះពោពេញដោយក្តីសង្ឃឹមឡើងវិញនៅពេលឮសម្លេងបុរសចំណាស់ផ្លាស់ប្ដូរហើយវាបន្តថាវាត្រូវចំណាយពេលជាង10,000 ឆ្នាំដើម្បីបង្កើតជាដំណក់ទឹកយីនតូចមួយហើយវាមិនអាចរកឃើញច្រើននៅក្នុងអាណាចក្រវិញ្ញាណទាំងមូលទេដែលធ្វើឲ្យវាក្លាយជាកំណប់ទ្រព្យដ៏កម្រមួយពន្លឺខ្មៅមួយបានឆាប់ឆេះចេញពីខាងក្នុងរូងភ្នំដោយទាញដបតូចមួយចេញពីដៃរបស់អាយ៉ងមុនពេលទាញវាចូលទៅក្នុងរូងភ្នំប៉ុន្តែអាយ៉ងមិនបានខិតខំប្រឹងប្រែងដើម្បីបញ្ឈប់រឿងនេះទេនេះពិតជាទឹកយិនមែនមើលទៅដូចជាសត្វចម្លែកចាស់ទាំងនោះនៅក្នុងពូជសត្វរុយសមុទ្ររបស់អ្នកបានចាប់ខ្ញុំអបជាប់ម្រាមដៃរបស់វាហើយបុរសចំណាស់ដកដង្ហើមធំដោយទឹកមុខធូរស្រាលបើដូច្នោះលោកគ្រូយល់ព្រមជួយខ្ញុំមែនទេអាយ៉ងពណ៌ក្រហមឆ្អៅនោះមានអារម្មណ៍រំភើបរីករាយខ្ញុំបានធ្វើរួចហើយប៉ុន្តែខ្ញុំបានធ្វើកិច្ចព្រមព្រៀងជាមួយពួកព្រឹទ្ធាចារ្យនៃពូជសាសន៍របស់អ្នករួចហើយដើម្បីបង្ក្រាបប្រតិកម្មរបស់យិនឈីននៅកន្លែងនេះចំពោះពូជពងមេអំបៅរបស់អ្នកក្នុងរយៈពេលថ្មីនេះប្រភពយិនឈីននៅកន្លែងនេះមិនសូវស្ថិតស្ថេរទេដូច្នេះខ្ញុំមិនអាចចាក់ចេញពីកន្លែងនេះបានទេដូច្នេះខ្ញុំអាចឲ្យអ្នកខ្ចីបានតែឧទ្ធម្ភាគចក្រនា5របស់ខ្ញុំប៉ុណ្ណោះបុរសចំណាស់បានឆ្លើយតបបន្ទាប់ពីស្ទាក់ស្ទើរមួយសន្ទុះអរគុណលោកច្បងជាមួយនឹងឧទ្ធម្ភាគចក្រនា5ខ្ញុំនឹងអាចសម្លាប់ពួកឈ្លានពានទាំងនោះបានយ៉ាងងាយស្រួលអាយ៉ងពាសដែកពណ៌ក្រហមបាននិយាយដោយសំឡេងរីករាយមិនអីទេនេះជាកំណប់ទ្រព្យបុរសចំណាស់មិនខ្ជះខ្ជាយពេលវេលាទៀតទេខណៈដែលពន្លឺពណ៌ប្រាក់មួយបានបាញ់ចេញពីក្នុងរូងភ្នំទៅដល់អាយ៉ងដែលពាក់អាវក្រោះពណ៌ក្រហមភ្លាម
អាយ៉ងនោះបានផ្ដោតការសម្លឹងមើលរបស់វាហើយឃើញឧទ្ធម្ភាគចាក់ពណ៌ប្រាក់មួយដែលមើលទៅហាក់ដូចជាធម្មតាកំពុងហោះនៅពីមុខវាក្រៅពីការពិតដែលថាផ្ទៃនៃដាវរបស់វាលោងនិងភ្លឺដូចកញ្ចក់វាគ្មានអ្វីចម្លែកផ្សេងទៀតអំពីវានោះទេលោកច្បងតានេះពិតជាឧទ្ធម្ភាគចាក់នី5មែនឬអាយ៉ងដែលពាក់អាវក្រោះពណ៌ក្រហមបានលើកឧទ្ធម្ភាគចាក់ឡើងហើយពិនិត្យវាដោយប្រុងប្រយ័ត្នដោយមានការងឿងឆ្ងល់បន្តិចបន្តួចនៅក្នុងភ្នែករបស់វាហើយហេតើអ្នកបារម្ភថាខ្ញុំបោកប្រាស់អ្នកមែនទេបុរសចំណាស់សាយយ៉ាងត្រជាក់អាយ៉ងដែលពាក់អាវក្រោះពណ៌ក្រហមនោះបានងក់ក្បាលយ៉ាងប្រញាប់ប្រញាល់ហើយព្យាយាមពន្យល់ថាគូខ្ញុំមិនហ៊ានគិតបែបនោះទេវាគ្រាន់តែជាឧទ្ធម្ភាគចាក់នេះទេយ៉ាងណាមិញនៅពេលនេះឧទ្ធម្ភាគចាក់បានញ័រហើយហោះចេញពីការក្តាប់របស់វារួចក៏ហើរលើអាកាសមុននឹងបញ្ចេញពន្លឺពណ៌ប្រាក់ភ្លឺចែងចាំងភ្លាមបន្ទាប់ពីនោះសំឡេងក្រហមរបស់នាគច្បាស់ជាច្រើនបានផ្ទុះចេញពីឧទ្ធម្ភាគចាក់បន្ទាប់មកមានសត្វនាគធំចំនួន5បានលេចចេញយឺតតាមដាវរបស់វាដែលបង្ហាញពីទិដ្ឋភាពដ៏គួរឲ្យខ្លាចនិងអស្ចារ្យដែលគួរឲ្យចង់មើលខ្ញុំបានចម្រាញ់ឧទ្ធម្ភាគចាក់នាគ5នេះកាលពីច្រើនឆ្នាំមុនពីព្រលឹងនិងសំណល់នៃសត្វវីមដ៏មានអំណាចខ្លាំងទាំង5ដែលខ្ញុំបានសម្លាប់ពេលកំពុងធ្វើដំណើរលើទ្វីបផ្សេងទៀតត្រឡប់ទៅពេលដែលវាត្រូវបានបង្កើតដំបូងវាត្រូវបានបញ្ចូលភ្លាមនៅក្នុងសៀវភៅវិញ្ញាណច្របូកច្របល់ច្រើនហើយសូម្បីតែឥឡូវនេះវានៅតែជាកំណប់ទ្រព្យមួយក្នុងចំណោមកំណប់ទ្រព្យកម្ពស់មួយចំនួនតូចនៅក្នុងសៀវភៅវិញ្ញាណនោះបុរសចំណាស់បានប្រកាសដោយសម្លេងមោទនភាពសូមអភ័យទោសចំពោះភាពល្ងង់ខ្លៃរបស់ខ្ញុំសិស្សច្បងខ្ញុំនឹងប្រគល់កំណប់ទ្រព្យនេះវិញភ្លាមបន្ទាប់ពីខ្ញុំថែរក្សាពួកឈ្លានពានទាំងនោះបានអាយ៉ងពីដៃពណ៌ក្រហមមានអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំងពេលឃើញការលេចចេញនៅរូបរាងរបស់ឧទ្ធម្ភាគចាក់ហើយវាក៏បានបិទជិតភ្លាមបន្ទាប់មកឧទ្ធម្ភាគចាក់ក៏បាត់ខ្លួនទៅជាពន្លឺប្រាក់ខ្ញុំបានបណ្ដុះកំណប់ទ្រព្យនេះរួចហើយឲ្យនៅជាមួយព្រលឹងខ្ញុំដូច្នេះទោះបីជាអ្នកយកវាចេញពីទីនេះក៏ដោយខ្ញុំអាចយកវាមកវិញបានភ្លាមលើសពីនេះទៅទៀតអ្នកនឹងមិនអាចប្រើប្រាស់អំណាចពេញលេញនៃកំណប់ទ្រព្យនោះទេជាពិសេសមិនមែននៅក្នុងរូបកាយអាយ៉ងរបស់អ្នកនោះទេខ្ញុំនឹងប្រាប់អ្នកនៅមន្តអាគមមួយសម្រាប់អ្នកដើម្បីធ្វើឲ្យធម៌ពលនៃអារម្មណ៍ខាងវិញ្ញាណរបស់អ្នកសកម្មដើម្បីគ្រប់គ្រងឧទ្ធម្ភាគចាក់នាគ5ទោះបីជាអ្នកមិនអាចប្រើប្រាស់កំណប់ទ្រព្យនេះបានយូរក៏ដោយវាគួរតែគ្រប់គ្រាន់ដើម្បីថែរក្សាអ្នកឈ្លានពានទាំងនោះទោះជាយ៉ាងណាក៏ដោយប្រសិនបើអ្នកជ្រើសរើសធ្វើបែបនេះអារម្មណ៍ខាងវិញ្ញាណដែលអ្នកបានបញ្ចូលទៅក្នុងអាយ៉ងនេះនឹងខូចខាតយ៉ាងធ្ងន់ធ្ងរតើអ្នកប្រកាសទេថាអ្នកចង់ចាត់វិធានការនេះបុរសចំណាស់បានសួរពេលលើដូច្នេះភ្នែកពណ៌បៃតងបានភ្លឺឡើងក្នុងភ្នែករបស់អាយ៉ងហើយវាក៏ឆ្លើយតបយ៉ាងរហ័សថាប្រសិនបើយើងមិនបញ្ឈប់អ្នកខាងក្រៅទាំងនេះទេខ្ញុំនឹងត្រូវពួកព្រឹទ្ធាចារ្យនៃពូជសាសន៍យើងដាក់ទណ្ឌកម្មទោះបីជាខ្ញុំត្រូវត្រឡប់មកវិញដោយសុវត្ថិភាពក៏ដោយខ្ញុំចង់ប្រថុយប្រឋានហើយលះបង់ផ្នែកនៃអារម្មណ៍ខាងវិញ្ញាណរបស់ខ្ញុំនេះប្រសិនបើចាំបាច់ទេល្អដោយសារដូច្នោះមែនខ្ញុំនឹងបង្រៀនមុននេះឲ្យអ្នកភ្លាមបុរសចំណាស់សើចមុននឹងសម្លេងរបស់គាត់រសាត់ទៅទោះជាយ៉ាងណាក៏ដោយភ្នែករបស់អាយ៉ងពណ៌ក្រហមឆ្អៅនោះកំពុងតែភ្លឺចែងចាំងឥតឈប់ឈរដោយមានការផ្ដោតអារម្មណ៍យ៉ាងខ្លាំងហាក់ដូចជាវាកំពុងស្ដាប់អ្វីមួយដោយយកចិត្តទុកដាក់មួយសន្ទុះក្រោយមកអាយ៉ងនោះបានដកដង្ហើមធំមុននឹងអន់គោរពជាលើកចុងក្រោយឆ្ពោះទៅកាន់រូងភ្នំអរគុណចំពោះសេចក្តីសប្បុរសរបស់អ្នកសិស្សច្បងខ្ញុំត្រូវប្រញាប់ទៅដូច្នេះខ្ញុំនឹងចាក់ចេញឥឡូវនេះកុំលឿនពេកនេះជា10ឆ្នាំគ្រាប់ចូលចិញ្ចឹមវាទៅឲ្យខ្មោចដទៃទៀតដរាបណាខ្មោចទាំងនេះអាចស្ដារអំណាចរបស់វាឡើងវិញពួកវានឹងជួយអ្នកទឹកសុទ្ធយីនដែលអ្នកឲ្យមកខ្ញុំមានតម្លៃណាស់ដូច្នេះខ្ញុំនឹងដាក់ថ្នាំគ្រាប់ទាំងនោះដើម្បីធ្វើឲ្យវាជាការដោះដូរដោយយុត្តិធម៌ខ្យល់បក់ចេញពីរូងភ្នំធ្វើឲ្យដបថ្មត្បូងពណ៌ស្មួយហោះទៅរកអាយ៉ងដែលពាក់អាវក្រោះពណ៌ក្រហមនោះមានអារម្មណ៍រំភើបជាធម្មជាតិពេលឃើញបែបនេះហើយវាក៏បានលាក់ដបត្បូងនោះភ្លាមមុននឹងនិយាយលាបុរសចំណាស់នៅក្នុងរូងភ្នំម្ដងទៀតខ្មោចក៏បានចាក់ចេញទៅដោយស្ងៀមស្ងាត់នៅពីក្រោយអាយ៉ងនោះដែរទន្ទឹមនឹងនេះដែរលីវជូនិងអ្នកដទៃទៀតកំពុងហោះហើរលើអាកាសពីលើព្រៃដែលពោពេញទៅដោយដើមឈើងាប់ស្រាប់តែមានគ្រោងឆ្អឹងហោះមួយហ្វូងធំហោះមករកពួកគេពីព្រៃខាងក្រោមគ្រោងឆ្អឹងទាំងនេះហាក់ដូចជាសំណល់នៃសត្វល្អិតមួយប្រភេទពួកវាទាំងអស់សុទ្ធតែមានអវយវៈខាងមុខដ៏ធំសម្បើមដែលដូចជាដាវឆ្អឹងដ៏ធំសម្បើមមួយគូហើយរាងកាយរបស់ពួកវាត្រូវបានហ៊ុមព័ទ្ធដោយបាល់ជីពណ៌លឿងនៅពេលដែលពួកវាស្ទុះទៅរកកងទ័ពអាយ៉ងនិងទាហានខ្មោចដើម្បីរក្សាអំណាចវេទមន្តរបស់ពួកគេលីវជូនិងអ្នកដទៃទៀតបានជៀសវាងការប្រយុទ្ធជាមួយគ្រោងឆ្អឹងសត្វល្អិតទាំងនេះផ្ទុយទៅវិញអាយ៉ងនិងទាហានខ្មោចត្រូវបានដាក់ពង្រាយដើម្បីប្រឈមមុខនឹងសត្រូវដែលកំពុងមកដល់បណ្ដុំនៃដាវវែងនិងដាវឈីបានហោះឡើងលើអាកាសក្នុងខ្យល់យិនដោយកាត់គ្រោងឆ្អឹងទាំងនេះយ៉ាងលឿនទៅជាបំណែករាប់មិនអស់ទោះជាយ៉ាងណាក៏ដោយឈុតឆាកចម្លែកមួយបានកើតឡើងដោយមិនគិតពីគ្រោងឆ្អឹងដែលខូចខាតយ៉ាងធ្ងន់ធ្ងរប៉ុណ្ណាឬបំណែកប៉ុន្មានដែលពួកវាត្រូវបានកំទេចចោលនោះទេដរាបណាពួកវាធ្លាក់ចូលទៅក្នុងព្រៃងាប់ពួកវានឹងត្រូវបានបង្កើតឡើងវិញទាំងស្រុងមុនពេលហើរឡើងដើម្បីចូលរួមក្នុងការប្រយុទ្ធម្ដងទៀតវាដូចជាពួកគេមានរូបកាយអមតៈហានលីក៏បានជៀសវាងការចូលរួមក្នុងសមរភូមិនេះដែរប៉ុន្តែទឹកមុខរបស់គាត់បានផ្លាស់ប្ដូរបន្តិចនៅពេលឃើញរឿងនេះជាសំណាងល្អពួកគេនៅតែមានអាយ៉ងនិងទាហានខ្មោចជាច្រើននៅសល់បើមិនដូច្នោះទេគ្រោងឆ្អឹងទាំងនេះនឹងជាការរំខានមួយដែលត្រូវដោះស្រាយវាមិនមែនជារឿងចម្លែកទេដែលលីវសឺនិងអ្នកដទៃទៀតបានទូចឲ្យរៀបចំអាយ៉ងនិងខ្មោចដ៏ជ្រាលជ្រៅជាច្រើនមុនពេលចាប់ផ្ដើមដំណើរនេះដូច្នេះមនុស្សគ្រប់គ្នាបានហោះហើរទៅមុខខណៈដែលអាយ៉ងនិងទាហានខ្មោចបានការពារគ្រោងឆ្អឹងសត្វល្អិតទាំងនេះហើយវាបានចំណាយពេលស្ទើរតែពេញមួយថ្ងៃដើម្បីហោះហើរចេញពីព្រៃងាប់នេះបន្ទាប់ពីចេញពីព្រៃគ្រោងឆ្អឹងសត្វល្អិតមិនអាចបន្តបង្កើតឡើងវិញបានទេហើយពួកវាបានរលាយបាត់ទៅជាពួកអាប់ពណ៌ប្រផេះបន្ទាប់ពីសំណល់របស់វាបានធ្លាក់ចុះមកដី
ក្រុមឆ្អឹងទាំងនោះហាក់ដូចជាមានភាពវៃឆ្លាតកម្រិតណាមួយនៅពេលដែលពួកវាបានត្រឡប់ទៅព្រៃវិញភ្លាមបន្ទាប់ពីបានឃើញជោគវាសនាដែលបានកើតឡើងចំពោះដៃគូដែលមានសំណាងតិចជាងនោះហើយជាមូលហេតុដែល Henley មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះលំដាប់នៃព្រឹត្តិការណ៍នេះវាហាក់ដូចជាព្រៃងាប់នេះត្រូវតែមានលក្ខណៈសម្បត្តិពិសេសមួយចំនួនប្រសិនបើមិនមែនដោយសារលោកលីវជូនិងអ្នកដទៃទៀតមានបំណងចង់ឈានទៅមុខឲ្យបានលឿនតាមដែលអាចធ្វើទៅបានទេលោកប្រកាសជាចង់ស៊ើបអង្កេតតំបន់នោះជាមិនខានបន្ទាប់ពីហោះហើរទៅមុខមួយសន្ទុះស្រាប់តែមានបឹងខ្មៅធំមួយលេចចេញមកនៅខាងមុខផ្ទៃបឹងមានពណ៌ខ្មៅស្រអាប់និងគ្របដណ្ដប់ដោយអបពណ៌បៃតងស្រាលវាច្បាស់ណាស់ថានេះមិនមែនជាកន្លែងសម្រាប់ញ៉ាំអាហារក្រៅផ្ទះទេទោះជាយ៉ាងណាក៏ដោយលីវជូមិនបានយកចិត្តទុកដាក់ចំពោះរឿងនេះទេដោយគាត់បានហោះទៅមុខដោយនាំមនុស្សគ្រប់គ្នាចូលទៅក្នុងអបដោយមិនស្ទាក់ស្ទើរឡើយមិនយូរប៉ុន្មានសំឡេងប្រយុទ្ធបានផ្ទុះឡើងម្ដងទៀតនៅក្នុងអបមួយខែក្រោយមកអាយ៉ងនិងទាហានខ្មោចទាំងអស់ត្រូវបានសម្លាប់ចោលទាំងស្រុងហើយមនុស្សគ្រប់គ្នាត្រូវបានស្វាគមន៍ដោយទិដ្ឋភាពនៃជួរភ្នំពណ៌ប្រភេទមួយឈុតនៅឆ្ងាយនោះគឺជាគោលដៅចុងក្រោយរបស់ពួកគេគឺជួរភ្នំយិនបនជាកន្លែងដែលអាចរកឃើញថ្នាំទឹកទន្លេនរកដល់ទេវភាពនៅពេលនេះស្ទើរតែគ្មានសត្វអារក្សកម្រិតខ្ពស់ណាមួយនៅសល់ក្រៅពីស្តេចអារក្សនោះទេដោយមានអំណាចរបស់ហ៊ានលីនិងជីនលីងពួកគេនៅរស់រានមានជីវិតនិងមានសុខភាពល្អជាធម្មតាយានយ៉ាវនិងយ៉ានលីបានជួបប្រទះនឹងស្ថានភាពគ្រោះថ្នាក់ជាច្រើនលើកច្រើនសារក្នុងអំឡុងពេលធ្វើដំណើរប៉ុន្តែហានលីបានខិតខំប្រឹងប្រែងមើលថែពួកគេដូច្នេះពួកគេបានរួចផុតពីទុក្ខលំបាកទាំងនោះដោយរងរបួសតិចតួចប៉ុណ្ណោះនៅពេលនេះក្រុមនេះបានឈប់ប្រហែល50គីឡូម៉ែត្រពីជួរភ្នំពួកស្តេចអារក្សបានប្រមូលផ្ដុំគ្នាដើម្បីពិភាក្សាអំពីអ្វីមួយដោយមានទឹកមុខធ្ងន់ធ្ងរហានលីកំពុងសម្លឹងមើលជួរភ្នំនៅខាងមុខដោយក្តីទុក្ខព្រួយពាក់កណ្ដាលទី2នៃដំណើរមិនបានដំណើរការដូចដែលគាត់រំពឹងទុកនោះទេគាត់គិតថាដោយសារទន្លេនរកមានគ្រោះថ្នាក់ខ្លាំងបែបនេះតែងតែមានឱកាសសម្រាប់គាត់ដើម្បីគេចចេញពីពួកស្តេចអារក្សយ៉ាងណាក៏ដោយគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពួកគេបានជួបប្រទះនឹងស្ថានភាពដ៏គ្រោះថ្នាក់មួយចំនួននៅតាមផ្លូវនេះប៉ុន្តែគ្មានអ្វីដែលអាចទាញស្តេចអារក្សចេញបានឡើយលើសពីនេះជីនលីងហាក់ដូចជាបានទទួលការណែនាំមួយចំនួនពីមូឈៀងខណៈដែលស្វាមាសបានបដិសេធមិនព្រមចាក់ចេញពីចំហៀងហ៊ានលីអ្វីដែលកាន់តែធ្វើឲ្យហានលីធ្លាក់ទឹកចិត្តថែមទៀតនោះគឺថាស្វាមាសនេះក៏មានជំនាញខាងភ្នែកវិញ្ញាណប្រភេទខ្លះដែរដូច្នេះទោះបីជាគាត់បញ្ចេញបច្ចេកទេសលាក់បាំងប្រភេទណាមួយក៏ដោយវានឹងពិបាកណាស់សម្រាប់គាត់ក្នុងការគេចផុតពីការឃ្លាំមើលរបស់វាជាការពិតណាស់ប្រសិនបើគាត់ចង់រត់គេចខ្លួនដោយខ្លួនឯងគាត់នៅតែអាចរត់គេចខ្លួនបានដោយប្រើវេទមន្តមើលមិនឃើញចំណុចកម្ពស់ខ្ពស់របស់គាត់យ៉ាងណាមិញនៅពេលដែលអំណាចវេទមន្តរបស់គាត់ប្រសើរឡើងសក្តានុពលនៃវត្ថុស័ក្តិសិទ្ធិក៏ត្រូវបានបង្កើនគួរឲ្យកត់សម្គាល់ផងដែរទោះជាយ៉ាងណាក៏ដោយប្រសិនបើគាត់មិនអាចយកយានយ៉ាវនិងយ៉ានលីទៅជាមួយបានទេនោះគាត់នឹងមិនអាចលុបបំបាត់ស្នាមដានដែលស្តេចអារក្សទាំង4បានដាំនៅក្នុងខ្លួនរបស់គាត់បានទេក្នុងករណីនោះតើគាត់នឹងអាចទៅដល់ណាមុនពេលគាត់ត្រូវបានគេចាប់បានម្ដងទៀតហានលីសម្លឹងមើលទៅជួរភ្នំពណ៌ប្រភេទពីចម្ងាយពេលគាត់កំពុងគិតអំពីស្ថានភាពរបស់គាត់យោងតាមលោកលីវជូនិងអ្នកដទៃទៀតអ្វីដែលគេហៅថាទឹកអម្រឹតទន្លេនរកដល់ទេវភាពនេះអាចរកឃើញនៅចំកណ្ដាលជួរភ្នំស្តេចអារក្សមិនបានបង្ហាញថាទឹកអម្រឹតដ៏ទេវភាពនេះមានឥទ្ធិពលអ្វីខ្លះនោះទេប៉ុន្តែសម្រាប់សត្វដែលស្ថិតនៅកំពូលនៃដំណាក់កាលសមីហរណកម្មរាងកាយដូចជាលីវជូការប្រថុយជីវិតរបស់គាត់គ្រាន់តែដើម្បីទទួលបានទឹកអម្រឹតនេះបង្ហាញយ៉ាងច្បាស់ពីតម្លៃរបស់វាទោះជាយ៉ាងណាក៏ដោយសារនេះជាទឹកដីដ៏ពិសិដ្ឋនៃពូជសត្វរុយសមុទ្រពិតជានឹងមានការរឹតបន្តឹងយ៉ាងខ្លាំងជុំវិញប្រភពនៃថ្នាំទឹកអម្រឹតហើយវាពិតជាមិនមែនជាកិច្ចការងាយស្រួលនោះទេក្នុងការធានាវាភ្លាមនោះហានលីបានដឹងថាស្តេចអារក្សទាំងអស់ហាក់ដូចជាកំពុងសម្លឹងមើលគាត់ពួកគេទាំងអស់គ្នាមានទឹកមុខខុសគ្នាហើយវាហាក់ដូចជាពួកគេកំពុងឆ្លោះប្រកែកគ្នាយ៉ាងក្តៅគប់មូឈីងកំពុងងក់ក្បាលយ៉ាងម៉ឺងម៉ាត់ខណៈពេលដែលពន្លឺត្រជាក់មួយបានលេចឡើងនៅក្នុងភ្នែករបស់លីវជូនារីស្រស់ស្អាតសក់មានទឹកមុខមិនច្បាស់លាស់ខណៈពេលដែលការបញ្ចេញមិត្តរបស់នារីស្លៀកពាក់ពណ៌ក្រហមនៅតែជាអាថ៌កំបាំងសម្រាប់ហានលីខណៈដែលមុខរបស់ពួកគេត្រូវបានគ្របដណ្ដប់ដោយពន្លឺពណ៌ក្រហមជាស្រទាប់បេះដូងរបស់ហែនឡៃលិចលង់ភ្លាមនៅពេលឃើញរឿងនេះគាត់មិនដឹងថាសត្វអារក្សទាំងនេះកំពុងនិយាយអំពីអ្វីទេប៉ុន្តែប្រសិនបើការពិភាក្សានោះពាក់ព័ន្ធនឹងគាត់នោះវាពិតជាមិនមែនជារឿងល្អទេហានលីបានទប់អារម្មណ៍មិនស្រួលនៅក្នុងចិត្តរបស់គាត់ដោយបង្ខំខណៈពេលដែលគាត់សម្លឹងមើលទៅជួរភ្នំដោយទឹកមុខសេចក្ដីគិតបន្ទាប់ពីមួយរយៈយ៉ាងយូរសំឡេងត្រជាក់របស់លីវជូស្រាប់តែបន្លឺឡើងមកនេះមកហានសមិទ្ធតាវយើងមានរឿងមួយដែលយើងត្រូវឲ្យអ្នកធ្វើហានលីបានច្របាច់បូមាត់របស់គាត់ហើយហើរទៅរកពួកគេយឺតតើលោកត្រូវការអ្វីពីខ្ញុំសិស្សច្បងហានលីសួរទាំងលើកដៃសំពះលីវជូកំពុងវិតម្លៃហានលីដោយគ្មានការបញ្ចេញមតិអ្វីទាំងអស់ខណៈពេលដែលមូឈីងនិងនារីស្រស់ស្អាតសក់សុទ្ធតែមានទឹកមុខតានតឹងសូមក្រឡេកមើលនេះផងហានសមិទ្ធតាវលីវជូស្រាប់តែលើកដៃឡើងដើម្បីថ្វាយអង្កាំខ្មៅឲ្យហានលីពិនិត្យហានលីមានអារម្មណ៍ស្រឡាងកាំងពេលឃើញវត្ថុនេះហើយគាត់មានអារម្មណ៍ថាវាសែមណាស់ដូច្នេះគាត់ក៏ចូលទៅជិតដើម្បីមើលវាឲ្យកាន់តែច្បាស់ទោះជាយ៉ាងណាក៏ដោយដរាបណាគាត់ផ្ដោតការសម្លឹងមើលទៅលើវាពន្លឺខ្មៅបានភ្លឺចេញពីអង្កាំខ្មៅហើយធ្នឹមពន្លឺខ្មៅស្ដើងមួយបានបាញ់ចេញពីវាដូចជាភ្លេចបន្ទោបេះដូងរបស់ហ៊ានលីញ័រភ្លាមនៅពេលដែលគាត់ព្យាយាមចាត់វិធានការគេចវិសប៉ុន្តែខ្យល់បានរួមតូចជុំវិញគាត់ភ្លាមដូចជាត្រូវបានប្រែក្លាយទៅជាដែកនិងដែកថែបធ្វើឲ្យគាត់មិនអាចធ្វើចលនាបានមូឈីងនិងនារីស្រស់ស្អាតសក់ស្ទើបតែលើកដៃឡើងម្នាក់ដើម្បីបញ្ចេញការរឹតបន្តឹងមកលើគាត់
រាងកាយរបស់ហ៊ានលីមានថាមពលខ្លាំងក្លាប៉ុន្តែគ្មានវិធីណាដែលគាត់អាចតស៊ូដោយរួចផុតពីការរឹតបន្តឹងដែលបង្កើតឡើងដោយសត្វដំណាក់កាលសមីហរណកម្មរាងកាយពីរក្នុងពេលតែមួយនោះទេដូច្នេះកាំរស្មីពន្លឺខ្មៅបានបាត់ចូលទៅក្នុងក្របែឡារបស់គាត់ភ្លាមពន្លឺខ្មៅបានភ្លឺចែងចាំងលើមុខរបស់ហានលីបន្ទាប់មកភ្នែករបស់គាត់ក៏ទេស្អាតហើយគាត់លែងព្យាយាមទប់ទល់ទៀតហើយអាហាយានយ៉ាវនិងយ៉ានលីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញរឿងនេះទោះជាយ៉ាងណាក៏ដោយមុនពេលដែលពួកគេទាំងពីរមានឱកាសធ្វើអ្វីមួយពន្លឺពណ៌ក្រហមបានភ្លឺឡើងនៅពីមុខពួកគេបន្ទាប់មករូបចម្លាក់ពីរដែលស្លៀកពាក់ពណ៌ក្រហមបានលេចចេញមកបន្ទាប់មកពួកគេបានបិទភ្ជាប់វត្ថុស័ក្តិសិទ្ធិពណ៌ក្រហមមួយភ្លាមនៅលើស្មារបស់ស្ត្រីម្នាក់ហើយវត្ថុស័ក្តិសិទ្ធិទាំងនោះបានផ្ទុះឡើងភ្លាមដោយប្រែក្លាយទៅជាសរសៃពណ៌ក្រហមពីរដែលរុំព័ទ្ធស្ត្រីទាំងពីរនាក់ក្នុងមួយប៉ព្រិចភ្នែកតួអង្គម្នាក់ដែលស្លៀកសម្លៀកបំពាក់ពណ៌ក្រហមបានធ្វើត្រាដៃហើយខ្សែពណ៌ក្រហមក៏បាត់ទៅក្នុងខ្លួនរបស់ពួកគេភ្លាមយានយ៉ាវនិងយ៉ានលីមានអារម្មណ៍ថារាងកាយរបស់ពួកគេស្ពឹកមុនពេលពួកគេបាត់បង់ការគ្រប់គ្រងលើមុខងារម៉ូទ័ររបស់ពួកគេប៉ុន្តែស្មារតីរបស់ពួកគេនៅតែមានភាពប្រុងប្រយ័ត្នពេញលេញភ្នែករបស់ពួកគេពោពេញដោយកំហឹងនិងភ័យរន្ធត់ប៉ុន្តែពួកគេមិនអាចបញ្ចេញទឹកមុខណាមួយបានឡើយដោយហេតុនេះធ្វើឲ្យពួកគេមើលទៅហាក់ដូចជាឈើខ្លាំងណាស់វត្ថុស័ក្តិសិទ្ធិគ្រប់គ្រងរាងកាយរបស់ខ្ញុំអាចគ្រប់គ្រងមុខងាររាងកាយទាំងអស់រួមទាំងជីខាងវិញ្ញាណរបស់មនុស្សម្នាក់ផងដែរអ្នកទាំងពីរមានស្មារតីប៉ុន្តែអ្នកនឹងត្រូវបង្ខំចិត្តធ្វើតាមបញ្ជារបស់ខ្ញុំដរាបណាខ្ញុំមិនដកវត្ថុស័ក្តិសិទ្ធិទាំងនេះចេញតួអង្គស្លៀកពាក់ពណ៌ក្រហមម្នាក់ទៀតនិយាយដោយសំឡេងប្រងើយកណ្ដាលបន្ទាប់មកពួកគេទាំងពីរនាក់បានបោះដៃអោបរបស់ពួកគេឡើងលើអាកាសបោះស្ត្រីទាំងពីរនាក់ឡើងលើមុនពេលហោះទៅឆ្ងាយបន្ទាប់ពីភ្លឹបភ្លែតបានតែប៉ុន្មានវិនាទីប៉ុណ្ណោះពួកគេបានត្រឡប់ទៅកន្លែងដែលយានយ៉ាវនិងយ៉ានលីធ្លាប់ស្ថិតនៅដំបូងនៅពេលនេះលីវជូបានបោះត្រាវេទមន្តជាបន្តបន្ទាប់ចូលទៅក្នុងអង្កាំខ្មៅនៅក្នុងដៃរបស់គាត់ខណៈពេលកំពុងសូត្រមន្តអ្វីមួយក្នុងពេលតែមួយសន្ទុះក្រោយមកសំឡេងរោទទាបមួយបានផ្ទុះឡើងពីអង្កាំហើយវាបានហោះចេញពីដៃរបស់គាត់បន្ទាប់មកវាបានបង្កប់ខ្លួនយ៉ាងរឹងមាំទៅក្នុងក្រលៀនរបស់ហេនលីដូចជាវាបានក្លាយជាភ្នែកទី3របស់គាត់ពន្លឺពណ៌ខ្មៅបានភ្លឺមិនទៀងទាត់លើផ្ទៃអង្កាំដែលបង្កើតជាទិដ្ឋភាពដ៏គួរឲ្យព្រួយបារម្ភបំផុតលីវជូមានការពេញចិត្តយ៉ាងខ្លាំងជាមួយនឹងស្ថានភាពបច្ចុប្បន្នរបស់ហេនលីគ្រាប់ភ្នែករបស់សត្វស៊ីលីនេះជារបស់ដែលខ្ញុំទទួលបានកាលពីច្រើនឆ្នាំមុនជាអកុសលកំណប់ទ្រព្យនេះផ្ទុយនឹងសិល្បៈដាំដុះដែលខ្ញុំកំពុងប្រើដូច្នេះខ្ញុំមិនអាចបញ្ចូលវាទៅក្នុងខ្លួនរបស់ខ្ញុំបានទេហើយខ្ញុំអាចចម្រាញ់វាទៅជាកំណប់ទ្រព្យតាក់ទាញបានតែប៉ុណ្ណោះបងប្រុសលីវជូមូលដ្ឋាននៃការដាំដុះរបស់ក្មេងរ៉ូពីសម្នាក់នេះមិនខ្ពស់ប៉ុន្មានទេប៉ុន្តែគាត់មានសមត្ថភាពចម្លែកជាច្រើនតើអ្នកប្រកាសទេថាគាត់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកខ្ញុំនិងមូដែលជាអ្នកកាន់សាសនាតាវបានបោះបង់ចោលកំណប់ទ្រព្យនៅក្នុងភ្នូរអារក្សរួចហើយយើងមិនចង់ឲ្យអ្វីខុសទេស្រីស្អាតសក់សបានសួរពេលនាងសម្លឹងមើលហានលីដោយទឹកមុខក្រៀមក្រំសូមធានាចិត្តផងមិត្តតាវឡានសត្វស៊ីលីគឺជាសត្វវិញ្ញាណពិតដែលអាចប្រៀបធៀបទៅនឹងនាគពិតបានកំណប់ទ្រព្យតាក់ទាញដែលត្រូវបានចម្រាញ់ដោយប្រើភ្នែកបំផ្លាញច្បាប់របស់វាមានអំណាចខ្លាំងមិនធម្មតាហើយសូម្បីតែសត្វដូចជាអ្នកនិងខ្ញុំក៏ងាយនឹងរងផលប៉ះពាល់ពីវាដែរទុកឲ្យតែអ្នកវឹកហាត់នៅកម្រិតទី5បើអ្នកមិនជឿលើខ្ញុំទេខ្ញុំអាចប្រើកំណប់ទ្រព្យនោះលើអ្នកដើម្បីឲ្យអ្នកអាចជួបប្រទះនឹងអំណាចរបស់វាយើងទុកចិត្តអ្នកលីវជូដែលជាសមិទ្ធតាវគ្រាន់តែខ្ញុំនៅតែគិតថាវាជាការអាណិតណាស់ដែលយើងត្រូវបោះបង់ចោលកំណប់ទ្រព្យនៅក្នុងភ្នូរអារក្សដើម្បីទទួលបានកំណប់ទ្រព្យនៅទីនោះខ្ញុំនិងបងស្រីឡានបានរៀបចំទុកជាមុនជាច្រើនប៉ុន្តែឥឡូវនេះវានឹងខ្ជះខ្ជាយទាំងស្រុងមូឈៀងដកដង្ហើមធំដោយញឹមតិចភ្នូរអារក្សដែលហៅថាភ្នូរនោះគ្រាន់តែជាកន្លែងបញ្ចុះសពសម្រាប់អារក្សដ៏មានអំណាចមួយចំនួនដែលបានជ្រៀតចូលទៅក្នុងទន្លេនរកដោយអចេតនាប៉ុន្តែត្រូវបានសម្លាប់ដោយពួកព្រឹទ្ធាចារ្យនៃពូជសត្វរុយសមុទ្រនៅពេលនោះអារក្សទាំងនោះពិតជាមានសមត្ថភាពដ៏អស្ចារ្យមែនចំពោះកំណប់ទ្រព្យដែលអ្នកកំពុងសម្ដៅទៅលើទាំងនោះគួរតែជាសំណល់របស់វាដែលផ្នែកពិសេសមួយចំនួនអាចសម្រេចបាននៅធម្មជាតិខាងវិញ្ញាណបន្ទាប់ពីត្រូវបានចិញ្ចឹមបីបាច់ថែរក្សាអស់រយៈពេលជាច្រើនឆ្នាំដោយយានថាមពលនៅកន្លែងនេះទោះជាយ៉ាងណាក៏ដោយកំណប់ទ្រព្យទាំងនោះមិនអាចប្រៀបធៀបទៅនឹងនាំទឹកដល់ទេវភាពបានទេកុំភ្លេចថាប្រសិនបើអ្នកទទួលទានថ្នាំទឹកនោះរួចលាបវាលើរាងកាយរបស់អ្នកទាំងអស់បរិមាណថាមពលដើមកំណើតពិភពលោកដែលអ្នកគ្រប់គ្រងនឹងកើនឡើងច្រើនដងក្នុងករណីនោះវាពិតជាមិនមែនជាសុបិនដ៏សាមញ្ញសម្រាប់យើងក្នុងការបន្តផ្លូវដាំដុះរបស់យើងនោះទេប្រសិនបើយើងមានសំណាងយើងថែមទាំងអាចមានឱកាសឡើងទៅឋានសួគ៌ពិតលីវសិននិយាយដោយសំឡេងរំភើបដល់កំអល់ខ្ញុំយល់ទាំងអស់ហើយបងប្រុសលីវជូប៉ុន្តែកំណប់ទ្រព្យមួយនៅក្នុងភ្នូរអារក្សគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ខ្ញុំបើមិនដូច្នោះទេហេតុអ្វីបានជាខ្ញុំត្រូវចំណាយពេលវេលានិងការខំប្រឹងប្រែងច្រើនម្ល៉េះដើម្បីជ្រើសរើសក្មេងហ៊ានឲ្យមកនៅក្បែរខ្ញុំមូឈីងនៅតែមានអារម្មណ៍សោកសៅបន្តិចដោយមិនគិតពីទ្រព្យសម្បត្តិទាំងនោះសំខាន់ប៉ុណ្ណាសម្រាប់អ្នកទេយើងត្រូវតែប្រើវិធីសាស្ត្រពិសេសមួយចំនួនប្រសិនបើយើងចង់ទទួលបានទឹកអម្រឹតដ៏ទេវភាពមុនពេលកម្លាំងបន្ថែមនៃពូជសត្វរុយសមុទ្រមកដល់ទីនេះមានតែតាមរយៈការធ្វើបែបនេះទេទើបយើងអាចបំបែកការរឹតបន្តឹងបានឆាប់តាមដែលអាចធ្វើទៅបាននិងតាក់ទាញសត្វរន្ទះនរកឲ្យចេញទៅម្យ៉ាងវិញទៀតតើអ្នកចង់បោះបង់ចោលទឹកអម្រឹតដ៏ទេវភាពដើម្បីយកទ្រព្យសម្បត្តិនៅក្នុងភ្នូរអារក្សវិញទេលីវជូសួរដោយសំឡេងត្រជាក់គ្មានផ្លូវណាដែលខ្ញុំនឹងបោះបង់ចោលថ្នាំទឹកដ៏ទេវភាពនោះទេប្រសិនបើខ្ញុំត្រូវធ្វើយីបូជានោះវាត្រូវតែជាកំណប់ទ្រព្យនៃភ្នូរអារក្សមូឈីងបានសម្រេចចិត្តនៅទីបញ្ចប់
ល្អក្រៅពីនេះការឲ្យក្មេងរពីរបស់ហានតាក់ទាញសត្វរន្ទះនរកឲ្យចេញទៅមិនមែនជាការដាក់ទោសប្រហារជីវិតដ៏ប្រាកដមួយលើគាត់នោះទេប្រសិនបើគាត់នៅរស់រានមានជីវិតអ្នកនៅតែមានឱកាសទៅយកកំណប់ទ្រព្យនៃភ្នូរអារក្សតួអង្គម្នាក់ដែលស្លៀកពាក់ពណ៌ក្រហមឆ្អៅសាច់ហើមអ្នកនិងខ្ញុំសុទ្ធតែដឹងច្បាស់ពីភាពគួរឲ្យខ្លាចរបស់សត្វរន្ទះនរកគាត់ពិតជានឹងមានសំណាងខ្លាំងណាស់ប្រសិនបើគាត់អាចរស់រានមានជីវិតបន្ទាប់ពីតាក់ទាញសត្វនោះចេញដោយវិធីនេះតើយើងមិនបានពិភាក្សាអំពីការរឹតបន្តឹងក្មេងរពីរបស់ហ៊ានពីមុនទេហេតុអ្វីបានជាអ្នកដាក់កម្រិតក្មេងស្រីពីរនាក់ដែលអមដំណើរពួកតាវនិយមឡាននៅទីនេះមូឈីងស្រែកដោយត្រជាក់មុននឹងងាកទៅរកយានយ៉ាវនិងយ៉ានលីដែលគ្មានអារម្មណ៍កុំភ័យអីបងស្រីមូខ្ញុំបានបញ្ជូនសម្លេងរបស់ខ្ញុំទៅឌីស៊ូសូមឲ្យគាត់គ្រប់គ្រងអ្នកទាំងពីរនេះក្មេងហ៊ាននោះនឹងមិនអាចការពារក្មេងស្រីទាំងពីរនាក់បានទៀតទេបន្ទាប់ពីតាក់ទាញសត្វរន្ទះនរកឲ្យចេញទៅដូច្នេះវាអាចមានគ្រោះថ្នាក់ណាស់ក្នុងការឲ្យពួកគេរត់លេងតែម្នាក់ឯងលើសពីនេះយានជីដ៏បរិសុទ្ធនៅក្នុងខ្លួនរបស់ក្មេងស្រីទាំងពីរនាក់នោះអាចជួយខ្ញុំក្នុងការចម្រាញ់ថ្នាំដ៏ទេវភាពស្រីស្អាតសក់សបានពន្យល់ដោយមិនសូវខ្វល់ខ្វាយមូឈីងនៅស្ងៀមពេលឮដូច្នេះដោយសារពួកវាទាំង3ត្រូវបានដាក់កម្រិតរួចហើយចូលយើងធ្វើតាមផែនការយើងនឹងបំបែកការដាក់កម្រិតនេះជាមួយគ្នាបន្ទាប់មកឲ្យក្មេងហានបញ្ចេញរន្ទះអារក្សដ៏ទេវភាពរបស់វាដើម្បីតាក់ទាញសត្វរន្ទះនរកនោះចេញពីស្រះដ៏ទេវភាពបន្ទាប់មកយើងនឹងអាចទទួលបានទឹកថ្នាំដ៏ទេវភាពដោយងាយស្រួលលីវជូនិយាយសត្វរន្ទះនរកជាសត្វដ៏គួរឲ្យខ្លាចខ្លាំងណាស់តើរន្ទះបិសាចទេពធីតាពិតជាគ្រប់គ្រាន់ដើម្បីតាក់ទាញវាចេញមែនទេចុះបើវាបរាជ័យហើយយើងគ្រាន់តែធ្វើឲ្យសត្វនោះខឹងវិញស្រីស្អាតសក់សបានសួរដោយប្រុងប្រយ័ត្នសត្វរន្ទះនរកចូលចិត្តលេបត្របាក់រន្ទះហើយរន្ទះបិសាចទេវៈគឺជារន្ទះទេវៈមួយក្នុងចំណោមរន្ទះទេវៈទាំង5នៃអាណាចក្រវិញ្ញាណតើវាអាចប្រងើយកន្តើយនឹងនុយដ៏តាក់ទាញបែបនេះដោយរបៀបណាលីវជូច្បាស់ជាមានទំនុកចិត្តយ៉ាងខ្លាំងលើផែនការរបស់គាត់ខ្ញុំយល់ហើយឥឡូវនេះខ្ញុំមានអារម្មណ៍ជឿជាក់និងប្រកបចិត្តជាងមុនស្រីស្អាតសក់ងក់ក្បាលជាការឆ្លើយតបបន្ទាប់មកទីស៊ូបានងាកទៅរកតួអង្គទាំងពីរដែលស្លៀកពាក់ពណ៌ក្រហមឆ្អៅហើយនិយាយថាឌឺមិត្តតាវនិយមទីស៊ូជាជាងចុងក្រោយដែលយើងត្រូវប្រឈមមុខនឹងត្រូវបំបែកដោយអ្នកនិងអាយ៉ងជាមពណ៌ស្វាយរបស់អ្នកយើងបានកែច្នៃអាយ៉ងពណ៌ស្វាយនេះសម្រាប់គោលបំណងនេះទេតួអង្គម្នាក់ដែលស្លៀកពាក់ពណ៌ក្រហមឆ្អៅសាច់ចំអកលីវជូគ្រាន់តែញកក្បាលជាការឆ្លើយតបបន្ទាប់ពីនោះស្ដេចអារក្សបានចំណាយពេលជិត1ម៉ោងដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្ររបស់ពួកគេឲ្យបានលម្អិតហើយបន្ទាប់ពីបានប្រកាសថារាល់ព័ត៌មានលម្អិតត្រូវបានដោះស្រាយរួចរាល់ពួកគេបានហោះទៅកាន់ជួរភ្នំពណ៌ប្រផេះរួមជាមួយយានលេងនិងសត្វអារក្សកម្រិតខ្ពស់ដែលនៅសល់ហានលីយានយ៉ាវនិងយ៉ានលីបានដើរតាមដូចជាអាយ៉ងគ្មានសត្វចម្ងាយជិត100គីឡូម៉ែត្រត្រូវបានគ្របដណ្ដប់ដោយធម្មជាតិក្នុងរយៈពេលមួយប៉ព្រិចភ្នែកសម្រាប់ស្ដេចអារក្សដូចពួកគេបន្ទាប់ពីចូលទៅក្នុងជួរភ្នំទឹកមុខរបស់ស្ដេចអារក្សក៏កាន់តែធ្ងន់ធ្ងរឡើងខណៈពេលដែលពួកគេបន្តសង្កេតមើលបរិស្ថានជុំវិញខ្លួនដោយប្រុងប្រយ័ត្នបំផុតទោះជាយ៉ាងណាក៏ដោយដំណើរនេះពិតជារលូនគួរឲ្យកត់សម្គាល់ពួកគេមិនបានជួបប្រទះសូម្បីតែខ្មោចមួយក្បាលនោះទេហើយ2ម៉ោងក្រោយមកពួកគេបានឆ្លងកាត់ផ្នែកតូចមួយនៃជួរភ្នំដូច្នេះពួកគេបានមកដល់អាងទឹកដ៏ធំមួយអាងទឹកនេះមានតឹងរាប់សិបគីឡូម៉ែត្រហើយវាត្រូវបានហ៊ុំព័ទ្ធដោយភ្នំពណ៌ប្រផេះដែលមានរាងរលុកអាងទឹកនៅចំកណ្ដាលភ្នំទាំងនេះត្រូវបានហ៊ុំព័ទ្ធដោយរបាំងពន្លឺខ្មៅរបាំងពន្លឺនេះងឹតខ្លាំងណាស់ដែលធ្វើឲ្យគ្មាននរណាម្នាក់អាចមើលឃើញស្ថានភាពហួសពីវាបានឡើយលីវជូនិងអ្នកដទៃទៀតបានឈប់នៅកណ្ដាលអាកាសនៅពេលដែលពួកគេចាប់ផ្ដើមវិតម្លៃដោយប្រុងប្រយ័ត្ននៅរបាំងពន្លឺនេះវាជារឿងល្អដែលយើងបានបំផ្លាញខ្មោចភាគច្រើននៅទីនេះកាលពីលើកមុនដែលយើងនៅទីនេះបើមិនដូច្នោះទេខ្ញុំមិនគិតថាដំណើររបស់យើងនឹងរលូនយ៉ាងនេះទេមូឈីងរអ៊ូតមប៉ុន្តែយើងត្រូវបានសត្វរន្ទះនរកភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងដែនកំណត់ហើយជាអកុសលជូដែលជាសមិទ្ធបានធ្លាក់មកទីនេះសត្វរន្ទះនរកចាស់ទុំនោះពិតជាគួរឲ្យខ្លាចណាស់តួអង្គម្នាក់ដែលស្លៀកពាក់ពណ៌ក្រហមបានដកដង្ហើមធំតោះចាប់ផ្ដើមយើងនឹងបំផ្លាញផ្នែកតូចមួយនៃរបាំងពន្លឺជ្រៅនេះដើម្បីតាក់ទាញសត្វរន្ទះនរកហើយបន្ទាប់មកយើងនឹងត្រូវពឹងផ្អែកលើអ្នកឲ្យលាក់ខ្លួនមូឈីងលីវជូនិយាយដោយសំឡេងធ្ងន់ធ្ងរដរាបណាខ្ញុំមិនចាំបាច់វាយប្រហារហើយអាចផ្ដោតអារម្មណ៍ទាំងស្រុងលើការរក្សាទម្រង់លាក់បាំងនោះគ្មានវិធីណាដែលសត្វរន្ទះនរកនឹងអាចរកឃើញវត្តមានរបស់យើងបានទេទោះជាយ៉ាងណាក៏ដោយទម្រង់នេះពិតជាធ្វើឲ្យខ្ញុំអស់កម្លាំងខ្លាំងលើអំណាចវេទមន្តនិងអារម្មណ៍ខាងវិញ្ញាណរបស់ខ្ញុំដូច្នេះខ្ញុំនឹងមិនអាចរក្សាវាឲ្យបន្តបានយូរទេយើងត្រូវតែយកក្មេងហ៊ាននោះមកលបួងសត្វនោះឲ្យចេញឲ្យលឿនតាមដែលអាចធ្វើទៅបាននិងឲ្យឆ្ងាយពីកន្លែងនេះតាមដែលអាចធ្វើទៅបានមូឈីងឆ្លើយតបដោយទឹកមុខដ៏ម៉ឺងម៉ាត់ខ្ញុំដឹងរឿងនេះហើយខ្ញុំនឹងផ្ដល់ឲ្យហាននៅកំណប់ទ្រព្យហោះពីការប្រមូលរបស់ខ្ញុំដើម្បីបង្កើនល្បឿនរបស់គាត់មិត្តតាវនិយមទីស៊ឺសូមបិទភ្ជាប់វត្ថុស័ក្តិសិទ្ធិរបស់អ្នកមួយចំនួនលើគាត់មិត្តតាវនិយមឡានសូមផ្ដល់ឲ្យគាត់នៅទង់ជាតិដ៏ទូលំទូលាយរបស់អ្នកផងដែរលីវជូនិយាយដោយទំនុកចិត្តពេលឮដូច្នេះទឹកមុខរបស់នារីសក់ហាក់ដូចជាស្ទាក់ស្ទើរបន្តិចតែយើងពិតជាកំពុងផ្ដល់ទង់ជ័យដ៏ទូលំទូលាយដល់គាត់មែនទេវាមិនមែនជាកំណប់វិញ្ញាណទេពទេប៉ុន្តែតាក់ទងនឹងលក្ខណៈសម្បត្តិការពារវាល្អជាងកំណប់វិញ្ញាណទេពខ្លះទៅទៀតប្រសិនបើមានឧបទ្ទហេតុណាមួយកើតឡើងអ្នកគួរតែដឹងអំពីរឿងនេះឥឡូវនេះស្ថានភាពដែលមានសុវត្ថិភាពបំផុតសម្រាប់ពួកយើងគឺនៅពេលដែលក្មេងរពីហ៊ានអាចបញ្ឈប់សត្វរន្ទះនរកបានយូរតាមដែលអាចធ្វើទៅបានអ្នកអាចយកទង់ជាតិមកវិញបានបន្ទាប់ពីនិយាយរួចអ្នកគឺជាមនុស្សតែម្នាក់គត់ក្នុងចំណោមពួកយើងដែលមានកំណប់ទ្រព្យបែបនេះដែលអាចផ្ដល់នូវលក្ខណៈសម្បត្តិការពារដ៏អស្ចារ្យដោយមិនចាំបាច់ចំណាយថាមពលវេទមន្តច្រើននិងមន្តអាគមស្មុគស្មាញនោះទេលីវជូនិយាយទាំងជ្រួញចិញ្ចើម
មិនអីទេមើលទៅដូចជាខ្ញុំគ្មានជំរឿអ្វីទេបន្ទាប់ពីស្ទាក់ស្ទើរយ៉ាងយូរទីបំផុតនារីស្រស់ស្អាតសក់សកលទៅដុសដៃរបស់នាងចូលគ្នាដោយទឹកមុខអស់សង្ឃឹមបន្ទាប់មកពន្លឺពណ៌សមួយបានផ្ទុះឡើងហើយទង់ពណ៌ប្រាក់តូចមួយបានលេចចេញមកទង់ជាតិនេះភ្លឺចែងចាំងដោយពន្លឺហើយផ្ទៃរបស់វាពោពេញទៅដោយអក្សររូនសំបីតែមើលដំបូងក៏អាចដឹងបានយ៉ាងងាយថានេះជាកំណប់ទ្របដ៏អស្ចារ្យនារីសក់ស្រស់ស្អាតមិនបានខ្ជះខ្ជាយពេលវេលាជាមួយនឹងពាក្យសម្ដីទៀតទេពេលនាងចង្អុលម្រាមដៃស្ដាងមួយទៅកាន់ទង់ជាតិបន្ទាប់មកទង់ជាតិនោះបានហោះឆ្ពោះទៅរកហានលីភ្លាមដូចជាពន្លឺប្រាក់កែវភ្នែកដែលស្ថិតនៅលើចង្ការបស់ហ៊ានលីបានភ្លឺឡើងតាមការបញ្ជារបស់លីវជូហើយគាត់បានរំកិលដៃអាវរបស់គាត់ឡើងលើអាកាសតាមរបៀបឈើដោយបញ្ចេញពន្លឺពណ៌ប្រផេះដែលរំកិលទង់ប្រាក់ឡើងលើទៅក្នុងដៃអាវរបស់គាត់បន្ទាប់ពីនោះគាត់បានឈរដោយគ្មានចលនានៅនឹងកន្លែងម្ដងទៀតហើយទឹកមុខរបស់គាត់នៅតែមិនផ្លាស់ប្ដូរទាំងស្រុងពេញមួយដំណើរការនេះហាក់ដូចជាគាត់ពិតជាគ្មានឆន្ទៈអ្វីឡើយភ្លាមនោះពន្លឺពណ៌ក្រហមបានភ្លឺឡើងពីក្រោយគាត់ហើយរូបចម្លាក់មួយក្នុងចំណោមរូបចម្លាក់ដែលស្លៀកពាក់ពណ៌ក្រហមបានលេចចេញមកភ្លាមមុនពេលលើកដៃឡើងសំឡេងគោះត្រដុសពីរបីបានបន្លឺឡើងខណៈដែលបុរសស្លៀកអាវក្រហមបានបិទរូបមន្តរាប់សិបលើខ្លួនរបស់គាត់យ៉ាងលឿនពន្លឺពណ៌ក្រហមឆ្អៅបានបញ្ចេញភ្លាមពីរាងកាយរបស់ Henley ហើយអូរ៉ារបស់គាត់កាន់តែមានអានុភាពខ្លាំងឡើងស្ទើរតែនៅពេលតែមួយមូឈីងបានហោះឡើងលើអាកាសយឺតមុនពេលចុះមកលើទីតាំងស្ងាត់ជ្រុងនៅក្បែរនោះផ្កាពណ៌មាសបានបាត់ទៅវិញភ្លាមហើយជើងទាំងពីររបស់នាងបានធ្លាក់មកលើដីខាងក្រោមភ្លាមនោះស្បែកជើងនៅលើជើងរបស់នាងបានឆេះដោយឯកឯងដោយបង្ហាញជើងដ៏ស្រស់ស្អាតមួយគូនៅចំកណ្ដាលអណ្ដាតភ្លើងពណ៌បន្ទាប់មកនាងបានគ្រវីដៃអាវរបស់នាងយ៉ាងស្រស់ស្អាតតាមខ្យល់ហើយពន្លឺរាប់មិនអស់បានហោះចេញពីខាងក្នុងរួចក៏បាត់ខ្លួនចូលទៅក្នុងលំហក្បែរនោះភ្លាមនោះពន្លឺខ្មៅមួយបានលេចចេញមកមុនពេលបាត់ខ្លួនដោយគ្មានដានបន្ទាប់ពីមានពន្លឺភ្លឹបភ្លែតពីរបីព្រឹត្តិការណ៍ដ៏មិនគួរឲ្យជឿមួយបានកើតឡើងបន្ទាប់ពីនោះមូឈីងចាប់ផ្ដើមសូត្រអ្វីមួយដោយសំឡេងរីករាយហើយជើងរបស់នាងស្រាប់តែប្រែជាពណ៌ខៀវស្រងាត់ប្រែคล้ายទៅជាដើមឈើក្រាស់មុនពេលការផ្លាស់ប្ដូរនេះលាតសន្ធឹងឡើងដល់ជើងរបស់នាងយ៉ាងឆាប់រហ័សក្នុងមួយប៉ព្រិចភ្នែកមូឈីងបានប្រែคล้ายទៅជាដើមឈើមួយដើមពីចង្កេះចុះក្រោមហើយឬដើមឈើដែលធ្លាប់ជាជើងរបស់នាងបានជ្រាបចូលទៅក្នុងដីចម្រៅជាង100 ហ្វីតដើមឈើនិងផ្ការាប់មិនអស់បានដុះចេញពីដីស្ងួតហួតហែងជុំវិញពួកវាផ្កាទាំងនោះបានរីកស្គុះស្គីភ្លាមបង្កើតបានជាឋានសួគ៌មួយនៅចំកណ្ដាលដែនដីដ៏អាប់អួរនេះទម្រង់ពន្លឺពណ៌ខ្មៅបានលេចឡើងនៅលើដីម្ដងទៀតហើយផ្កាដើមឈើនិងស្លឹកស្មៅនីមួយត្រូវបានហ៊ុមព័ទ្ធយ៉ាងល្អឥតខ្ចោះនៅក្នុងទម្រង់ពន្លឺនោះដោយគ្មានផែនការណាមួយដែលរំលងព្រំដែនទាំងនោះឡើយពន្លឺពណ៌បៃតងបានភ្លឺឡើងហើយមូឈីងបានបាត់ខ្លួនទៅជាមួយនឹងរុក្ខជាតិដែលដុះជុំវិញនាងលីវជូបានរំកិលអារម្មណ៍ខាងវិញ្ញាណរបស់គាត់ទៅកាន់ទីតាំងរបស់មូឈីងភ្លាមនៅពេលឃើញរឿងនេះហើយភ្នែករបស់គាត់ក៏ភ្លឺឡើងភ្លាមដើម្បីឆ្លើយតបទៅនឹងអ្វីដែលគាត់បានរកឃើញល្អការបង្កើតការលាក់បាំងរបស់អ្នកពិតជាមិនធម្មតាមែនមូដែលជាអ្នកកាន់សាសនាតាវដរាបណាសត្វរន្ទះរកផ្ដោតការស្វែងរករបស់វាទៅលើតំបន់ជាក់លាក់នេះគ្មានវិធីណាដែលវានឹងអាចរកយើងបានទេបន្ទាប់មកលីវជូបានគ្រវីដៃហើយហោះទៅរកកបាំងពន្លឺពណ៌បៃតងដើរតាមពីក្រោយដោយតួអង្គពីររូបដែលស្លៀកពាក់ពណ៌ក្រហមឆ្អៅគឺអាយ៉ងឈាមពណ៌ស្វាយនិងនារីស្រស់ស្អាតសក់ពន្លឺពណ៌បៃតងបានភ្លឹបភ្លែតហើយពួកគេទាំងអស់គ្នាបានបាត់ខ្លួនទៅក្នុងខ្យល់ស្ដើងទុកឲ្យហានលីឈរតែម្នាក់ឯងនៅនឹងកន្លែងមួយសន្ទុះក្រោយមកអង្កាំខ្មៅនៅលើក្រលៀនរបស់គាត់បានភ្លឺឡើងហើយគាត់ក៏ហោះឡើងលើអាកាសយឺតពីលើរបាំងពន្លឺខ្មៅបន្ទាប់ពីនោះគាត់នៅតែអន្តែតដោយគ្មានចលនានៅលើអាកាសនៅខាងក្រៅទាំងស្រុងស្ដេចអារក្សដែលលាក់ខ្លួននៅក្រោមការរឹតបន្តឹងនោះម្នាក់បានផលិតដាវពណ៌ក្រហមមួយដើមដាវខ្លីមានប្រវែងមិនលើសពី3 ហ្វីតទេហើយការរចនារបស់វាពិតជាចម្លែកណាស់ដោយធ្វើតាមការណែនាំពីលីវជូពួកស្ដេចអារក្សបានចាក់បញ្ចូលអំណាចអារក្សរបស់ពួកគេទៅក្នុងដាវពណ៌ក្រហមរបស់ពួកគេយ៉ាងឆាប់រហ័សពន្លឺពណ៌ក្រហមភ្លឺចែងចាំងបានភ្លឺឡើងហើយញ័រដូចជាពស់វែកឈាមជាច្រើនក្បាលកំពុងវិលវល់នៅលើអាកាសដាវក្រហមចាប់ផ្ដើមបញ្ចេញសំឡេងរោទទាបហើយពួកស្ដេចអារក្សបានត្រៀមខ្លួនសម្រាប់ជំហានបន្ទាប់មនុស្សគ្រប់គ្នាមិនបានកត់សម្គាល់ឃើញថា Henley ដែលមានរាងដូចអាយ៉ងស្រាប់តែរំកិលដៃរបស់គាត់ដោយលួចលាក់នៅក្នុងដៃអាវរបស់គាត់នៅក្នុងដៃម្ខាងវត្ថុស័ក្តិសិទ្ធិប្រាក់មួយបានលេចចេញមកកណ្ដាលពន្លឺប្រាក់ខណៈដែលអង្កាំពណ៌ខៀវខ្ចីចំនួន7 ឬ 8បានរមៀលចូលទៅក្នុងដៃម្ខាងទៀតរបស់គាត់ដោយស្ងាត់ស្ងៀម Henley ពិតជាមិនបានបាត់បង់ការគ្រប់គ្រងលើស្មារតីរបស់គាត់ទេហើយគាត់ពិតជាបានរក្សាឆន្ទៈរបស់គាត់ទោះជាយ៉ាងណាក៏ដោយនៅពេលនេះគាត់កំពុងពិចារណាយ៉ាងឆាប់រហ័សអំពីស្ថានភាពរបស់គាត់តាមរបៀបផ្ទុយគ្នាតាំងពីពេលដែលមូឈីងនិងអ្នកដទៃទៀតបានធ្វើឲ្យគាត់មិនអាចធ្វើចលនាបានដោយហេតុនេះបង្ខំគាត់ឲ្យទទួលយកខ្សែខ្មៅដែលហោះចូលទៅក្នុងខ្លួនរបស់គាត់គិតថាគាត់ពិតជាជួបបញ្ហាធ្ងន់ធ្ងរមែនទោះជាយ៉ាងណាក៏ដោយអ្វីដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលនិងរីករាយយ៉ាងខ្លាំងនោះគឺខ្សែខ្មៅនោះបានធ្វើឲ្យស្មារតីរបស់គាត់រសាត់បាត់1 វិនាទីប៉ុណ្ណោះមុនពេលដែលវាត្រូវបានលេបត្របាក់ទាំងស្រុងដោយភ្នែកបំផ្លាញច្បាប់ដែលលាក់នៅក្នុងក្រលៀនរបស់គាត់ដូច្នេះស្មារតីរបស់គាត់បានវិលត្រឡប់មកវិញហើយ Henley ផ្ទាល់ដំបូងឡើយក៏មានការងឿងឆ្ងល់អំពីរឿងនេះដែរមានតែបន្ទាប់ពីបានឮពីលីវជូថាអង្កាំខ្មៅនេះគឺជាភ្នែកបំផ្លាញច្បាប់របស់សត្វស៊ីកុហកទើបគាត់ដឹងថាមានអ្វីកើតឡើងគាត់មានភ្នែកបំផ្លាញច្បាប់ផ្ទាល់ខ្លួនរួចហើយដូច្នេះវាមិនមែនជារឿងចម្លែកទេដែលភ្នែកបំផ្លាញច្បាប់របស់គាត់អាចលុបចោលនិងស្រូបយកសមត្ថភាពដែលបញ្ចេញដោយកំណប់ទ្របដែលមានលក្ខណៈដូចគ្នាផែនការរបស់លីវជូក៏មិនខុសអ្វីដែរហើយក៏មិនដែលបានដឹងថា Henley នឹងមានភ្នែកបំផ្លាញច្បាប់ផ្ទាល់ខ្លួនដែរ
បន្ទាប់ពីសញ្ជឹងគិតមួយរយៈខ្លី Henley បានសម្រេចចិត្តធ្វើតាមអ្វីដែលពួកគេកំពុងធ្វើដោយធ្វើពុតជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេខណៈពេលកំពុងស្វែងរកឱកាសដើម្បីរំដោះខ្លួនទោះជាយ៉ាងណាក៏ដោយគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឮថាពួកគេនឹងប្រើគាត់ជានុយដើម្បីទាក់ទាញសត្វរន្ទះនរកមួយចំនួននេះជាលើកដំបូងហើយដែល Henley បានឮឈ្មោះបែបនេះប៉ុន្តែពួកស្ដេចអារក្សច្បាស់ជាខ្លាចសត្វនេះខ្លាំងណាស់ហើយនោះគឺជាការចង្អុលបង្ហាញគ្រប់គ្រាន់ថារបស់នោះគួរឲ្យខ្លាចប៉ុណ្ណាជាធម្មតាគាត់មិនចង់ធ្វើជានុយដើម្បីតាក់ទាញសត្វដ៏គ្រោះថ្នាក់បែបនេះទេប៉ុន្តែប្រសិនបើគាត់ធ្វើអ្វីមួយដែលផ្ទុយនឹងឆន្ទៈរបស់លីវជូពួកគេនឹងដឹងភ្លាមថាគាត់មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេទេដោយសារពួកគេមានកំណប់ទ្រព្យដ៏តាក់ទាញដូចជាភ្នែករបស់សត្វសាហាវស៊ីវៃពួកគេស្ទើរតែប្រកាសជាមានកំណប់ទ្រព្យនិងបច្ចេកទេសសម្ងាត់ផ្សេងទៀតដែលពួកគេអាចប្រើដើម្បីគ្រប់គ្រងអារម្មណ៍ខាងវិញ្ញាណរបស់ Henley ហើយគាត់ប្រហែលជាមិនមានសំណាងបែបនេះនៅពេលក្រោយទេទោះបីជាគាត់អាចប្រើសិល្បៈអារក្សពិតដើមកំណើតរបស់គាត់ដើម្បីចាក់សោអារម្មណ៍ខាងវិញ្ញាណរបស់គាត់ឲ្យជ្រៅទៅក្នុងព្រលឹងរបស់គាត់ក៏ដោយក៏ពួកអារក្សអាចបំផ្លាញព្រលឹងរបស់គាត់ដោយសារតែការខកចិត្តទាំងស្រុងហើយនោះនឹងជាលទ្ធផលកាន់តែអាក្រក់សម្រាប់គាត់ Henley នៅតែគ្មានអារម្មណ៍អ្វីទាំងអស់ប៉ុន្តែចិត្តរបស់គាត់កំពុងលោតញាប់ក្នុងពេលជាមួយគ្នានេះគាត់កំពុងជួបប្រទះនឹងអំណាចខាងវិញ្ញាណដ៏ធំធេងដែលកំពុងកើនឡើងនៅក្នុងខ្លួនរបស់គាត់គាត់មិនដឹងថាវត្ថុស័ក្តិសិទ្ធិប្រភេទណាដែល Deco បានបិទភ្ជាប់លើខ្លួនរបស់គាត់ទេប៉ុន្តែភ្លាមនោះគាត់មានអារម្មណ៍ថាឈាមរបស់គាត់ឡើងកម្ដៅហើយអំណាចខាងវិញ្ញាណនៅក្នុងខ្លួនរបស់គាត់បានកើនឡើងគួរឲ្យកត់សម្គាល់ភ្លាមនោះពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់សម្រាប់ Henley ទោះបីជាបច្ចេកទេសសម្ងាត់ទាំងនេះដែលបង្កើនមូលដ្ឋានដាំដុះរបស់មនុស្សម្នាក់ជាបណ្ដោះអាសន្នជារឿយបណ្ដាលឲ្យមានផលប៉ះពាល់អវិជ្ជមានក៏ដោយក្នុងស្ថានភាពធ្ងន់ធ្ងរនេះវាមិនមែនជារឿងអាក្រក់ទេក្នុងការទទួលបានការជំរុញថាមពលយ៉ាងហោចណាស់អត្ថប្រយោជន៍ទំនងជាមានច្រើនជាងគុណវិបត្តិទេដែលអាចកើតមានលើសពីនេះទៅទៀតទង់ជាតិដ៏ទូលំទូលាយដែលត្រូវបានផ្ដល់ឲ្យគាត់ទំនងជាកំណប់ទ្រព្យដ៏អស្ចារ្យមួយផងដែរដោយដែលបានបង្ហាញដោយនារីស្រស់ស្អាតសក់ស្ដែលបានលះបង់វាគាត់មិនដឹងថាតើកំណប់ទ្រព្យនេះមិនអាចចម្រាញ់បានទេឬថាតើនារីស្រស់ស្អាតសក់សបានចិត្តណាមិនចម្រាញ់វាទេប៉ុន្តែវាមិនមានសញ្ញាអារម្មណ៍ខាងវិញ្ញាណដែលនៅសេសសល់នៅក្នុងវាទេពន្លឺពណ៌សបានភ្លឺឡើងហើយទង់ជាតិតូចបានលេចឡើងនៅក្នុងបាតដៃរបស់ Henley បន្ទាប់មកគាត់បានរំកិលអារម្មណ៍ខាងវិញ្ញាណរបស់គាត់ទៅរកវាហើយឃើញថាវាងាយស្រួលប្រើណាស់ហើយគាត់ទំនងជាអាចបញ្ចេញអំណាចរបស់វាបានយ៉ាងងាយស្រួលដោយសារលីវជូបានសុំឲ្យនារីស្រស់ស្អាតសក់សឲ្យទ្រព្យសម្បត្តិនេះដល់គាត់វាច្បាស់ណាស់ថាវាអាចជួយគាត់ទប់ទល់នឹងការវាយប្រហាររបស់សត្វរន្ទះនរកបានខ្លះបើមិនដូច្នោះទេមិនចាំបាច់ខ្វល់ខ្វាយជាមួយរឿងបែបនេះទេដោយមានកំណប់ទ្រព្យនេះរួមបញ្ចូលជាមួយនឹងសัญลักษณ์បៀដ៏អស្ចារ្យដែលគាត់កំពុងកាន់វាមិនមែនជារឿងមិនអាចទៅរួចទេសម្រាប់ Henley ក្នុងការរត់គេចពីសត្វរន្ទះនរកនេះសត្វរន្ទះនរកទំនងជាមិនមែនជាសត្វដែលលឿនខ្លាំងនោះទេដោយសារតែវាអនុញ្ញាតឲ្យគាត់បើកចម្ងាយរវាងវានិងខ្លួនឯងបើមិនដូច្នោះទេនឹងគ្មានចំណុចណាដែលស្ដេចអារក្សប្រើ Henley ជានុយទេប្រសិនបើគាត់គ្រាន់តែត្រូវគេដេញតាមនិងសម្លាប់ក្នុងរយៈពេលប៉ុន្មានវិនាទីនោះប្រសិនបើគាត់ប្រឆាំងនឹងឆន្ទៈរបស់ Lewis ហើយត្រូវបានគេបោកប្រាស់ទោះបីជាមានឱកាសដែលគាត់អាចរត់គេចខ្លួនក៏ដោយស្នាមដានទាំងនោះគឺជាការឈឺចាប់ជាប់លាប់នៅខាងក្រោយខ្នងរបស់គាត់ដូច្នេះវាជាការប្រសើរជាងក្នុងការប្រថុយប្រឋានហើយបន្តធ្វើពុតជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេដរាបណាគាត់អាចរត់គេចពីសត្វរន្ទះនរកហើយបំបែកខ្លួនចេញពីស្ដេចអារក្សគាត់នឹងអាចបង្ក្រាបស្លាកស្នាមតាមដានជាបណ្ដោះអាសន្នដោយហេតុនេះធ្វើឲ្យពួកគេមិនអាចកំណត់ទីតាំងរបស់គាត់បានបន្ទាប់ពីនោះគាត់អាចរកឱកាសដើម្បីជួយសង្គ្រោះយានយ៉ាវនិងយ៉ានលីពួកគេគឺជាកូនសោនៃសេរីភាពរបស់គាត់ទោះបីជាមុខរបស់ Henley នៅតែគ្មានអារម្មណ៍ក៏ដោយក៏គាត់ទីបំផុតបានសម្រេចចិត្តហើយនៅពេលនេះលីវជូនិងអ្នកដទៃទៀតបានប្រញាប់ប្រញាល់ចូលទៅក្នុងសកម្មភាពបន្ទាប់ពីស្រែកតិចដាវពណ៌ក្រហមទាំងអស់ត្រូវបានរុញទៅមុខព្រមគ្នាដោយបាញ់សសរពន្លឺពណ៌ក្រហមក្រាស់ជាច្រើនដើមដែលបានវាយប្រហាររបាំងពន្លឺពណ៌ខ្មៅដោយកម្លាំងដ៏ខ្លាំងក្លាវាច្បាស់ណាស់ថាដាវក្រហមទាំងនេះត្រូវបានរៀបចំឡើងដោយពួកអារក្សសម្រាប់តែគោលបំណងនៃការបំបែកការរឹតបន្តឹងនេះប៉ុណ្ណោះដរាបណាសសរពន្លឺពណ៌ក្រហមបានប៉ះនឹងរបាំងពន្លឺវាបានបង្កើតជារូបភាពដូចជាថ្មដែលត្រូវបានគប់ចូលទៅក្នុងទឹកស្ងប់របាំងពន្លឺទាំងមូលស្រាប់តែចាប់ផ្ដើមរលត់ទៅហើយបញ្ចេញសំឡេងរោទស្រាលភ្លាមនោះសំឡេងក្រហមទាបរបស់សត្វសាហាវបានផ្ទុះឡើងពីខាងក្នុងរបាំងពន្លឺបន្ទាប់មកសំឡេងផ្គរលាន់ដ៏ខ្លាំងមួយបានខិតជិតមកដល់ទឹកមុខរបស់លីវជូកាន់តែងឹតហើយគាត់បានដកដាវពណ៌ក្រហមរបស់គាត់ចេញយ៉ាងលឿនរួចស្រែកថាករបស់នោះកំពុងមកហើយឈប់ស្ដេចអារក្សដទៃទៀតក៏ប្រញាប់ដកការវាយប្រហាររបស់ពួកគេចេញដែរស្ទើរតែនៅពេលតែមួយដាវពណ៌ក្រហមរបស់មីខេងបានបាត់ទៅវិញភ្លាមបន្ទាប់មកនាងបានបិទត្រាដៃពន្លឺពណ៌បៃតងបានភ្លឺចេញពីផ្នែកខាងក្រោមនៃរាងកាយដូចដើមឈើរបស់នាងហើយនាងបានធ្វើឲ្យការបង្កើតនៅក្រោមជើងសកម្មការផ្ទុះនៃអំណាចមើលមិនឃើញដ៏ធំសម្បើមបានផ្ទុះឡើងដោយបិទបាំងអូរ៉ារបស់ពួកគេទាំងស្រុងពីចម្ងាយវាហាក់ដូចជាគ្មានអ្វីនៅទីនោះទេនៅពេលនេះពន្លឺខ្មៅបានភ្លឺចេញពីក្រសែភ្នែករបស់ Henley ហើយគាត់បានទទួលការណែនាំមួយទៀតពីលីវជូតាមរយៈភ្នែកបំផ្លាញច្បាប់Henley បានត្រដុសដៃរបស់គាត់ជាមួយគ្នាតាមរបៀបឈើហើយផ្គរលាន់យ៉ាងខ្លាំងបានផ្ទុះឡើងនៅពេលដែលស្រទាប់ភ្លេចបន្ទោលពណ៌មាសបានលេចចេញមកជុំវិញខ្លួនរបស់គាត់បន្ទាប់មកគាត់បានគ្រវីដៃអាវមួយដើម្បីបញ្ជូនទង់ជាតិប្រាក់តូចមួយឲ្យហោះឡើងលើអាកាសដោយមិនចាំបាច់មានការផ្សារភ្ជាប់ដោយដៃឬការសូត្រមន្តអ្វីឡើយទង់ជាតិបានប្រែក្លាយទៅជាឈីខាងវិញ្ញាណពណ៌ខ្មៅនិងស្ដែលហុំព័ទ្ធហ៊ានលីភ្លាមដោយបង្កើតជាស៊េរីនៃការព្យាករណ៍យីនយ៉ាងដែលមានទំហំខុសគ្នាក្នុងពេលជាមួយគ្នានោះស្លាប់ព្យុះកូរ៉ុនទះរបស់ Henley
បានលេចចេញនៅលើខ្នងរបស់គាត់ហើយគាត់បានលាតវាចេញដោយរៀបចំហោះហើរចេញនៅពេលណាក៏បានភ្លាមនោះពន្លឺពណ៌ប្រាក់បានភ្លឺចេញពីផ្ទៃរបាំងពន្លឺពណ៌ខ្មៅហើយរបាំងនោះក៏ត្រូវបានរហែកចេញភ្លាមដោយផ្លេកបន្ទោលពណ៌ប្រាក់ដែលក្រាស់ដូចធុងទឹកបន្ទាប់មកធ្នូនៃផ្លេកបន្ទោលប្រាក់បានវិលជុំវិញអាកាសហើយហាក់ដូចជាមានអ្វីមួយលាក់ខ្លួននៅក្នុងនោះមុនពេលដែលហានលីមានឱកាសមើលវាឲ្យបានល្អការណែនាំបន្ទាន់របស់លីវជូត្រូវបានបញ្ជូនដោយផ្ទាល់ទៅក្នុងអារម្មណ៍ខាងវិញ្ញាណរបស់គាត់ដោយសុំឲ្យគាត់រត់គេចខ្លួនដោយអស់ពីសមត្ថភាពហានលីលាតស្លាបរបស់គាត់ភ្លាមនៅពេលទទួលបានការណែនាំនេះហើយគាត់បានបាត់ខ្លួននៅកណ្ដាលខ្យល់បក់ស្រាលបន្ទាប់មករន្ទះបាញ់ស្រាលបានរសាត់បាត់ទៅដើម្បីបង្ហាញសត្វអារក្សខ្មៅមួយក្បាលដែលមានទំហំប៉ុនសេះរូបរាងខាងក្រៅរបស់សត្វសាហាវនេះស្រដៀងនឹងចកប៉ុន្តែខ្នងរបស់វាគ្រប់ដណ្ដប់ដោយជញ្ជីងហើយវាមានស្នែងប្រាក់តែមួយដុសនៅលើក្បាលរបស់វាភ្នែករបស់វាមានពណ៌មាសហើយមានរន្ទះប្រាក់ក្រាស់4វិលជុំវិញខ្លួនរបស់វានេះគ្មាននរណាក្រៅពីសត្វរន្ទះនរកដែលលីវសិននិងអ្នកដទៃទៀតខ្លាចនោះទេវាហាក់ដូចជាមិនកាច់សាហាវប៉ុន្មានទេប៉ុន្តែភ្លាមនៅពេលដែលវាលេចឡើងភ្នែករបស់វាត្រូវបានតាក់ទាញភ្លាមទៅកាន់ហែនវ៉ៃដែលបានរត់គេចខ្លួនទៅឆ្ងាយរាប់ពាន់ហ្វីតរួចទៅហើយតាមពិតទៅវាត្រូវបានតាក់ទាញទៅកាន់រន្ទះអារក្សដ៏ទេវភាពរបស់ហែនឡយអារម្មណ៍ប្រាថ្នាដ៏ក្តៅគប់បានលេចឡើងក្នុងភ្នែករបស់សត្វរន្ទះនរកភ្លាមដែលវាបានឃើញរន្ទះពណ៌មាសនៅជុំវិញខ្លួនរបស់ហានលីហើយបន្ទាប់ពីវាតម្លៃបរិស្ថានជុំវិញខ្លួនដើម្បីធានាថាគ្មានអ្វីខុសប្រក្រតីវាបានបញ្ចេញសំឡេងក្រហមទៀបរួចក៏អង្គុយចុះមុនពេលលោតចេញជាពុះដូចរន្ទះពណ៌ប្រាក់សត្វតិរច្ឆាននេះបានបញ្ចេញបច្ចេកទេសសម្ងាត់មួយចំនួនដើម្បីបាញ់ភ្លេចបន្ទោចេញពីអវយវៈរបស់វាដើម្បីបង្កើនល្បឿនរបស់វាយ៉ាងខ្លាំងហើយបន្ទាប់ពីភ្លឹបភ្លែតពីរបីវិនាទីវាជិតទៅដល់ហានលីមិនបានងាកមកមើលពីក្រោយខ្លួនទេប៉ុន្តែគាត់អាចមានអារម្មណ៍ថាសត្វសាហាវកំពុងដើរមករកគាត់ពីក្រោយបេះដូងរបស់គាត់រួញតូចពេលគាត់ជេរប្រមាថក្នុងចិត្តសត្វសាហាវនេះទំនងជាខ្វះល្បឿននៅក្នុងក្រសែភ្នែករបស់ស្ដេចអារក្សចំពោះហានលីល្បឿនរបស់វាពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ដូច្នេះគាត់មិនហ៊ានទប់ខ្លួនទៀតទេស្លាបពណ៌ស្ដូចព្រើរបស់គាត់ស្រាប់តែចាប់ផ្ដើមបញ្ចេញពន្លឺខាងវិញ្ញាណ5ពណ៌ហើយបន្ទាប់ពីការផ្លុំតែមួយដងហានលីបានប្រែក្លាយទៅជាខ្សែស្រឡាយ5ពណ៌ថ្លាដែលបានបាត់ទៅក្នុងលំនៅពេលដែលគាត់លេចចេញពីខ្យល់ស្ដាងវិញគាត់បានរត់បានចម្ងាយឆ្ងាយណាស់ហើយគាត់មិនយឺតជាងសត្វរន្ទះនរកនៅពីក្រោយគាត់ប៉ុន្មានទេដូច្នេះអ្នកទាំងពីរក៏ប្រញាប់ប្រញាល់រត់ចេញទៅឆ្ងាយបាត់ខ្លួនក្នុងមួយប៉ព្រឹត្តភ្នែកមួយសន្ទុះក្រោយមកភ្លើងពណ៌បៃតងបានភ្លឺឡើងហើយពួកស្ដេចអារក្សបានលេចចេញមកម្ដងទៀតយើងត្រូវប្រញាប់ហានប្រៃនិងមិនទិញពេលវេលាច្រើនពេកសម្រាប់យើងទេដូច្នេះសូមយើងដោះស្រាយការរឹតបន្តឹងនេះឲ្យបានលឿនតាមដែលអាចធ្វើទៅបានពួកស្ដេចអារក្សបានគ្រវីដាវពណ៌ក្រហមរបស់ពួកគេម្ដងទៀតនៅពេលពួកគេបន្តវាយប្រហារទៅលើរបាំងពន្លឺក្នុងឱកាសនេះសសរពន្លឺពណ៌ក្រហមដែលបាញ់ចេញមកបានប្រែក្លាយទៅជារលកពណ៌ក្រហមជាបន្តបន្ទាប់ហើយរលកនៃការវាយប្រហារនេះច្បាស់ណាស់ថាមានឥទ្ធិពលខ្លាំងជាងលើកមុនឆ្ងាយណាស់ក្នុងពេលជាមួយគ្នានោះរូបរាងសត្វល្អិតដ៏ធំមួយបានលេចចេញមកនៅពីលើក្បាលរបស់លីវសូរូបរាងសត្វល្អិតនោះបានបើកមាត់របស់វាមុនពេលបាញ់សសរពន្លឺខ្មៅមួយចេញហើយអាយ៉ងពណ៌ស្វាយក៏បានរីកធំឡើងដល់ទំហំដើមរបស់វាច្រើនដងតាមការបញ្ជារបស់តួអង្គដែលស្លៀកពាក់ពណ៌ក្រហមមូឈៀងបានវិលត្រឡប់ទៅរកទម្រង់មនុស្សរបស់នាងវិញភ្លាមមុនពេលគ្រវីដាវពណ៌ក្រហមរបស់នាងឡើងលើអាកាសដោយបញ្ចេញពន្លឺពណ៌ក្រហមជាច្រើនខ្សែដែលរួមបញ្ចូលគ្នាបង្កើតបានជាដាវដ៏ធំមួយដែលហោះត្រង់ទៅរកបាំងពន្លឺសភ្លើងពណ៌ក្រហមឆ្អៅបានបង្កើតជារលកធំជាច្រើនលើផ្ទៃរបាំងពន្លឺពណ៌ខ្មៅដែលធ្វើឲ្យវាភ្លឹបភ្លែតមិនទៀងទាត់ក្នុងរយៈពេលប៉ុន្មាននាទីអាយ៉ងពណ៌ស្វាយបានកើនឡើងដល់កម្ពស់ប្រហែល 10000 ហ្វីតហើយវាដូចជាទេវតាដ៏មានឫទ្ធានុភាពមួយអង្គនៅពេលដែលវាកោះហៅពូថៅពណ៌ស្វាយដ៏ធំរបស់វាបន្ទាប់មកវាបានគ្រវីវាចុះទៅរកបាំងពន្លឺខ្មៅដោយកម្លាំងដ៏កាចសាហាវសំឡេងផ្ទុះជាបន្តបន្ទាប់ស្រដៀងនឹងផ្គរលាន់បានផ្ទុះឡើងនៅពេលដែលការបាញ់ពូថៅរាប់មិនអស់បានវាយប្រហារកន្លែងដែលនៅលើបាំងពន្លឺចំពោះស្ត្រីសក់នាងគ្រាន់តែចាក់ធម្មពលរបស់នាងចូលទៅក្នុងដាវក្រហមរបស់នាងដោយកម្លាំងទាំងអស់របស់នាងដោយមិនបញ្ចេញសមត្ថភាពបន្ថែមណាមួយឡើយរបាំងរដ្ឋបិទនេះមានឥទ្ធិពលខ្លាំងណាស់ប៉ុន្តែវានៅតែមិនអាចទប់ទល់នឹងការវាយប្រហាររួមគ្នាពីសត្វដំណាក់កាលសម័យហរណកម្មរាងកាយច្រើនបែបនេះបានឡើយដូច្នេះរន្ធមួយដែលមានអង្កត់ផ្ចិតជាង100 ហ្វីតត្រូវបានបំផ្ទុះចូលទៅក្នុងផ្ទៃរបស់វាហើយទោះបីជារន្ធនោះចាប់ផ្ដើមបិទជិតភ្លាមក៏ដោយក៏នៅមានពេលវេលាគ្រប់គ្រាន់សម្រាប់ពួកអារក្សឆ្លងកាត់បានខ្ញុំនឹងធ្វើឲ្យការបើកនេះមានភាពរឹងមាំជាមួយនឹងបច្ចេកទេសសម្ងាត់មួយលីវជូមានអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំងហើយគាត់បានបញ្ចេញបាល់ពន្លឺពណ៌ខៀវចំនួន8ភ្លាមដែលបានពង្រីកយ៉ាងខ្លាំងនៅពេលដែលពួកវាហោះឡើងលើអាកាសទាំងនេះគឺជាកំណប់ទ្រព្យសពណ៌ខៀវចំនួន8ហើយទាំងអស់នោះបានបាត់ខ្លួនចូលទៅក្នុងប្រហោងក្នុងពេលតែមួយឈុតឆាកដ៏អស្ចារ្យមួយបានកើតឡើងពន្លឺពណ៌ខៀវបានភ្លឹបភ្លែតហើយច្រកចូលនោះបានប្រែក្លាយទៅជាភ្លៅរាងការ៉េដែលត្រូវបានក្រាលដោយធ្មគ្រីស្តាល់ពណ៌ខៀវដូចជាវាត្រូវបានបង្កប់ទៅក្នុងរបាំងពន្លឺខ្ញុំនឹងទៅមុនអ្នកទាំងអស់គ្នាលីវជូនិយាយលេងសើចមុននឹងចូលតាមច្រកចូលជាពន្លឺខ្មៅងឹតតួអង្គទាំងពីរដែលស្លៀកពាក់ពណ៌ក្រហមឆ្អៅបានសម្លឹងមើលគ្នាទៅវិញទៅមកមុនពេលម្នាក់លោតចុះមកលើដីខណៈដែលម្នាក់ទៀតជន់ជើងលើស្មារបស់អាយ៉ងពណ៌ស្វាយអាយ៉ងនោះបានរួញខ្លួនយ៉ាងលឿនមកត្រឹមទំហំរាប់សិបហ្វីតប៉ុណ្ណោះបន្ទាប់មកបានចូលទៅក្នុងរបាំងពន្លឺពណ៌ខ្មៅជាមួយតួអង្គម្នាក់ទៀតដែលស្លៀកពាក់ពណ៌ក្រហមដោយហេតុផលខ្លះអ្នកទាំងពីរបានសម្រេចចិត្តទុកម្នាក់ក្នុងចំណោមពួកគេនៅខាងក្រៅរបាំងពន្លឺស្រីស្អាតសក់សបានភ្ញាក់ផ្អើលបន្តិចពេលឃើញរឿងនេះ
ទន្ទឹមនឹងនេះមូឈីងបានបោះដៃអាវរបស់នាងឡើងលើអាកាសហើយពន្លឺរាប់មិនអស់បានហោះមករកនាងពីគ្រប់ទិសទីមុនពេលបាត់ចូលទៅក្នុងដៃអាវរបស់នាងបានសម្អាតអ្វីគ្រប់យ៉ាងដែលត្រូវបានប្រើដើម្បីបង្កើតការរឹតបន្តឹងការលាក់បាំងនោះបងស្រីឡានតើអ្នកនឹងចូលទៅជាមួយសិស្ស2នាក់របស់អ្នកទេទោះបីជាសត្វរន្ទះនរកត្រូវបានតាក់ទាញចេញក៏ដោយតើអ្នកណាដឹងថាគ្រោះថ្នាក់អ្វីផ្សេងទៀតអាចលាក់ខ្លួននៅទីនោះជាមួយនឹងមូលដ្ឋានដាំដុះទាបរបស់ពួកគេមានឱកាសល្អដែលពួកគេអាចវិនិច្ឆ័យនៅទីនោះជីនលីងអ្នកអាចនៅទីនេះបានមូឈីងបានចេញពាក្យព្រមានមួយចំនួនទៅកាន់ស្រីស្អាតសក់បន្ទាប់មកបានណែនាំទៅកាន់ស្វាមាសមុនពេលហោះចូលទៅក្នុងផ្លូវជាមួយនឹងផ្កាមាសរបស់នាងនៅក្រោមជើងរបស់នាងជីនលីងបានអន់ក្បាលឆ្លើយតបហើយនៅតែនៅនឹងកន្លែងដូចដែលវាត្រូវបានគេប្រាប់យ៉ាងណាក៏ដោយចិញ្ចើមរបស់នារីស្រស់ស្អាតសក់សបានជ្រួញឡើងនៅពេលដែលនាងសម្លឹងមើលទៅយានយ៉ាវនិងយ៉ានលីដែលមើលទៅដូចជាអាយ៉ងស្នាមញឹមត្រជាក់មួយបានលេចឡើងនៅលើមុខរបស់នាងនៅពេលដែលនាងរអ៊ូតមថាខ្ញុំនឹងព្រួយបារម្ភកាន់តែខ្លាំងប្រសិនបើខ្ញុំទុកពួកគេនៅខាងក្រៅអ្នកទាំងពីរមកជាមួយខ្ញុំនាងបានធ្វើត្រាដៃមួយដើម្បីបញ្ចេញខ្យល់យានពណ៌ប្រភេទដែលបក់បោកស្ត្រីទាំងពីរនាក់មុនពេលនាងចូលទៅក្នុងច្រកផ្លូវដូច្នេះមានសត្វតែមួយចំនួនតូចប៉ុណ្ណោះដែលនៅសេសសល់នៅខាងក្រៅរបាំងពន្លឺចូលយើងការពីច្រកចូលនេះសម្រាប់ពេលនេះប្រសិនបើអ្វីដំណើរការទៅដោយរលូនពួកគេគួរតែអាចត្រឡប់មកវិញជាមួយនឹងថ្នាំទិព្វដ៏ទេវភាពឆាប់នេះតួអង្គស្លៀកពាក់ពណ៌ក្រហមដែលនៅពីក្រោយបាននិយាយទៅកាន់យិនលេងភ្លាមខ្ញុំពិតជាសង្ឃឹមថារឿងនោះនឹងកើតឡើងដោយរលូនខ្ញុំនឹងធ្វើតាមបញ្ជារបស់អ្នកនៅទីនេះសិស្សច្បងជីនលីងកំពុងធ្វើសកម្មភាពដោយគោរពយ៉ាងខ្លាំងនៅចំពោះមុខតួអង្គស្លៀកពាក់ពណ៌ក្រហមហេអ្នកប្រហែលជាឆ្ងល់ថាតើខ្ញុំជាឌីស៊ឺពិតប្រាកដឬគ្រាន់តែជារូបតំណាងប៉ុណ្ណោះតួអង្គស្លៀកពាក់ពណ៌ក្រហមសាយពិតណាស់អ្នកនិយាយលេងទេសិស្សច្បងម្ចាស់ស្រីរបស់ខ្ញុំធ្លាប់បានប្រាប់ខ្ញុំពីមុនថាអ្នកអាចបំបែកព្រលឹងរបស់អ្នកបានដូច្នេះរាងកាយទាំងពីរអាចនិយាយបានថាជារាងកាយពិតរបស់អ្នកហើយទាំងពីរក៏អាចនិយាយបានថាជាអវតារផងដែរដូច្នេះគ្មានភាពខុសគ្នារវាងអ្នកទាំងពីរនោះទេជីនលីងឆ្លើយតបដោយស្ងប់ស្ងាត់រូបរាងដែលស្លៀកពាក់ពណ៌ក្រហមឆ្អៅនោះបានស្ទាក់ស្ទើរបន្តិចពេលលើដូច្នេះមុនពេលសាយចំអកឲ្យខ្លួនឯងថាទេពអប្សរមុពិតជាដឹងអំពីខ្ញុំមែននៅពេលនេះនៅតែមានសត្វអារក្សកម្រិតខ្ពស់3ក្បាលនៅខាងក្រៅរបាំងពន្លឺក្រៅពីជីនលីងនិងទីស៊ឺសត្វអារក្សទាំង3នោះបានទទួលយកទម្រង់ជាមនុស្សរបស់ពួកគេហើយកំពុងឈរមិនឆ្ងាយពីពួកគេទាំងពីរនាក់នោះទេតួអង្គដែលស្លៀកពាក់ពណ៌ក្រហមឆ្អៅបានសម្លឹងទៅកាន់សត្វអារក្សទាំង3នេះហើយគាត់ហៀបនឹងនិយាយអ្វីមួយស្រាប់តែកូនភ្នែករបស់គាត់រួញភ្លាមដៃរបស់គាត់លូនទៅមុខដូចភ្លេចបន្ទោមុនពេលធ្វើចលនាចាប់ឆ្ពោះទៅកន្លែងមួយក្បែរនោះនៅលើអាកាសដោយគ្មានការដឹងទុកជាមុនដៃពណ៌ក្រហមដ៏ធំមួយដែលមានក្លិនឈាមនិងឈាមបានលេចឡើងនៅលើអាកាសពីលើមហាអាកាសនោះបន្ទាប់មកបានហាមឡើងដល់ទំហំប្រហែល1ហិកតាមុនពេលធ្លាក់ចុះដោយកម្លាំងដ៏ខ្លាំងក្លាពន្លឺពណ៌ប្រាក់មួយបានភ្លឺចែងចាំងតាមអាកាសហើយដៃពណ៌ក្រហមដ៏ធំនោះត្រូវបានកាត់ជាពីរកណ្ដាលសម្លេងផ្ទុះយ៉ាងខ្លាំងបន្ទាប់មកតួអង្គមនុស្សមួយបានរង្គើនៅក្បែរនោះហើយអាយ៉ងពាក់អាវក្រោះពណ៌ក្រហមមួយបានលេចចេញមកកណ្ដាលពន្លឺពណ៌ប្រាក់ដោយវាតម្លៃតួអង្គដែលស្លៀកពាក់ពណ៌ក្រហមនិងអ្នកដទៃដោយគ្មានអារម្មណ៍តើនោះជាអាយ៉ងសត្វរុយសមុទ្រមែនទេជីនលីងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញសត្វបែបនេះលេចឡើងនៅទីនេះប្រយ័ត្ននេះមិនមែនជាអាយ៉ងពណ៌ក្រហមធម្មតាទេសត្វដ៏មានអំណាចមួយក្បាលមកពីពូជសត្វរុយសមុទ្របានបញ្ចូលអារម្មណ៍ខាងវិញ្ញាណរបស់ពួកគេទៅក្នុងអាយ៉ងនេះតួអង្គស្លៀកពាក់ពណ៌ក្រហមបានព្រមានដោយសម្លេងធ្ងន់ធ្ងរការវាយប្រហារដែលគាត់ទើបតែបានបញ្ចេញនោះមិនមែនជាការវាយប្រហារដ៏ខ្លាំងក្លានោះទេប៉ុន្តែគាត់នៅតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានឃើញវាត្រូវបានរុះរើយ៉ាងងាយស្រួលបែបនេះគាត់បានបង្រួញភ្នែករបស់គាត់ហើយផ្ដោតការសម្លឹងមើលទៅលើពន្លឺប្រាក់ដែលមិនច្បាស់លាស់នោះពន្លឺប្រាក់នោះពិតជាព្រើខ្លាំងណាស់ហើយសូម្បីតែគាត់ក៏មើលមិនឃើញអ្វីដែលលាក់ខ្លួននៅក្នុងនោះដែរនោះជារឿងគួរឲ្យព្រួយបារម្ភបន្តិចសម្រាប់គាត់ហើយគាត់មិនហ៊ានងាកចេញពីពន្លឺប្រាក់នោះសូម្បីតែមួយភ្លែតបេះដូងរបស់យានលេងក៏ញ័រដោយការភ្ញាក់ផ្អើលផងដែរពេលឮពាក្យព្រមានរបស់តួអង្គស្លៀកពាក់ពណ៌ក្រហមនិងឃើញទឹកមុខធ្ងន់ធ្ងររបស់គាត់ដូច្នេះវាក៏ផ្ដោតការសម្លឹងមើលទៅលើអាយ៉ងដែលពាក់អាវក្រោះពណ៌ក្រហមដោយប្រើប្រាស់សមត្ថភាពភ្នែកវិញ្ញាណរបស់វាអាចធ្វើអ្វីដែលតួអង្គស្លៀកពាក់ពណ៌ក្រហមមិនអាចធ្វើបានហើយអាចកំណត់អត្តសញ្ញាណវត្ថុនៅក្នុងពន្លឺប្រាក់វាគឺជាសត្វស្លាបពណ៌ប្រាក់ស្រអាប់មួយដែលកំពុងវិលជុំវិញនៅលើអាកាសបង្កើតជាទស្សនីយភាពអាថ៌កំបាំងមួយចិញ្ចើមរបស់យិនវិញជួនចិញ្ចើមពេលឃើញរឿងនេះវាមិនអាចកំណត់អត្តសញ្ញាណថាវាជាអាវុធប្រភេទអ្វីបានទេប៉ុន្តែវាត្រូវតែជាដាវឬដាវដើម្បីឲ្យវាអាចកាត់ការវាយប្រហាររបស់តួអង្គស្លៀកពាក់ពណ៌ក្រហមបានយ៉ាងងាយស្រួលឯងប្រហែលជាអាយ៉ងសត្វរុយសមុទ្រមួយក្បាលដែលបានរត់គេចខ្លួនមែនទេដោយសារឯងអាចរត់គេចខ្លួនបានហេតុអ្វីបានជាឯងមិនលាក់ខ្លួននៅកន្លែងណាមួយរហូតដល់យើងទៅតើឯងកំពុងរកវិធីសម្លាប់មុនអាយុដោយចេញមកប្រឈមមុខនឹងយើងនៅទីនេះមែនទេក្នុងករណីនោះខ្ញុំមិនប្រកាន់ទេក្នុងការបំពេញបំណងប្រាថ្នារបស់ឯងហើយបញ្ជូនឯងទៅតួអង្គស្លៀកពាក់ក្រហមសាច់យ៉ាងត្រជាក់ប្រសិនបើយើងមិនប្រយុទ្ធជាមួយអ្នកនៅក្នុងរូបកាយអាយ៉ងរបស់យើងទេតើអ្នកពិតជាគិតថាអ្នកអាចកម្ចាត់យើងបានមែនទេក្នុងករណីណាក៏ដោយគ្មានអ្វីសំខាន់ទៀតទេក្រៅពីក្រុមរបស់អ្នកនៅទីនេះអ្នកផ្សេងទៀតហាក់ដូចជាបានចូលទៅក្នុងស្រះដ៏ទេវភាពរបស់យើងមើលទៅដូចជាខ្ញុំនឹងអាចចាប់អ្នកទាំងអស់គ្នានៅទីនេះហើយសម្លាប់អ្នកទាំងអស់គ្នាក្នុងពេលតែមួយអាយ៉ងដែលពាក់អាវក្រោះពណ៌ក្រហមបាននិយាយដោយសំឡេងត្រជាក់តើអ្នកគិតថាអ្នកអាចសម្លាប់យើងទាំងអស់គ្នាដោយខ្លួនឯងបានទេតួអង្គដែលស្លៀកអាវក្រោះពណ៌ក្រហមសាយចំអកចំពោះភាពមិនសមហេតុផលនៃគំនិតនោះត្រូវហើយជាមួយនឹងឧទ្ធម្ភាគចនិ5នេះគ្មាននរណាម្នាក់ក្នុងចំណោមអ្នកអាចរត់គេចខ្លួនចេញពីកន្លែងនេះបានទាំងរស់
ទេអាយ៉ងដែលពាក់អាវក្រោះពណ៌ក្រហមស្រាប់តែលើកដៃឡើងពេលវានិយាយភ្លាមនោះសំឡេងក្រហមខ្លាំងរបស់នាគបានផ្ទុះឡើងខណៈដែលឧទ្ធម្ភាគចក្រពណ៌ប្រាក់មួយគ្រឿងដែលភ្លឺចែងចាំងនិងរលោងដូចកញ្ចក់មួយបានហោះចុះមកពីខាងលើមុនពេលធ្លាក់មកក្នុងដៃរបស់អាយ៉ងឧទ្ធម្ភាគចក្រនាគ5ខ្ញុំហាក់ដូចជានឹកឃើញកំណប់ទ្រពនេះពីកន្លែងណាមួយតួអង្គដែលស្លៀកពាក់ពណ៌ក្រហមឆ្អៅបានសម្លឹងមើលឧទ្ធម្ភាគចក្រដោយចិញ្ចាំជ្រួញមែនទេគ្មានអ្វីសំខាន់ទេព្រោះអ្នកទាំងអស់គ្នានឹងត្រូវវិនិច្ឆ័យទៅរកកំណប់ទ្រពនេះក្នុងពេលឆាប់នេះអាយ៉ងពណ៌ក្រហមឆ្អៅហាក់ដូចជាមិនចង់ខ្ជះខ្ជាយពេលវេលាជាមួយពាក្យសម្ដីទៀតទេខណៈពេលដែលវាលើកដៃកាន់ដាវរបស់វារួចក៏កាប់វាទៅលើអាកាសជីនលីងនិងតួអង្គស្លៀកពាក់ពណ៌ក្រហមឆ្អៅបានហោះឡើងលើអាកាសដោយមិនដឹងខ្លួនដើម្បីចាត់វិធានការគេចវេសនៅពេលឃើញរឿងនេះនៅពេលនេះឧទ្ធម្ភាគចក្រ3គ្រឿងបានលេចចេញមកភ្លាមនៅលើអាកាសប៉ុន្តែពួកវាកំពុងតម្រង់គោលដៅចម្ងាយហួសពីស្វាពណ៌មាសនិងតួអង្គស្លៀកពាក់ពណ៌ក្រហមឆ្អៅសត្វអារក្សកម្រិតខ្ពស់ទាំង3នៅក្នុងទីដៅនោះក៏បានប្រើវិធានការការពារផងដែរប៉ុន្តែការព្យាករគឺគ្រាន់តែដុំអាហារពេកសម្រាប់ពួកគេក្នុងការគេចវិសហើយមានកម្លាំងខ្លាំងពេកសម្រាប់ពួកគេដើម្បីទប់ទល់ខណៈដែលរាងកាយរបស់ពួកគេត្រូវបានកាត់ជាពីរមុនពេលដែលនរណាម្នាក់អាចបញ្ចេញសម្លេងបានសូម្បីតែមួយសម្លេងបន្ទាប់ពីនោះការព្យាកររបស់ឧទ្ធម្ភាគចក្រទាំង3បានបាត់ទៅវិញភ្លាមជីនលីងនិងតួអង្គស្លៀកពាក់ពណ៌ក្រហមឆ្អៅសុទ្ធតែមានការភ្ញាក់ផ្អើលនៅពេលឃើញរឿងនេះហើយជីនលីងព្យាយាមហោះហើរទៅឆ្ងាយខណៈពេលដែលតួអង្គស្លៀកពាក់ពណ៌ក្រហមឆ្អៅបានបក់ដៃអាវរបស់គាត់ឡើងលើអាកាសដើម្បីកោះហៅពួកអាប់ពណ៌ក្រហមឆ្អៅទោះជាយ៉ាងណាក៏ដោយអាយ៉ងដែលពាក់អាវក្រោះពណ៌ក្រហមនោះគ្រាន់តែឈរនៅនឹងកន្លែងជាមួយនឹងការចំអកយ៉ាងចំអកនៅលើមុខរបស់វាខណៈពេលដែលកំពុងកាត់ឧទ្ធម្ភាគចក្ររបស់វាឡើងលើអាកាសច្រើនដងទៀតយន្តហោះចម្បាំង4គ្រឿងបានហោះមកបុកចំគូប្រកួតទាំងពីររបស់វាព្រមគ្នាយន្តហោះចម្បាំងទាំងនោះហាក់ដូចជាមិនបានហោះលឿនប៉ុន្មានទេប៉ុន្តែវាបានហោះមកដល់ពួកគេទាំងពីរក្នុងរយៈពេលមួយប៉ព្រិចភ្នែកទឹកមុខរបស់យៀនលេងបានផ្លាស់ប្ដូរយ៉ាងខ្លាំងនៅពេលឃើញបែបនេះហើយគាត់ក៏ងក់ក្បាលបន្ទាប់មកដាវខ្លីពីរដែលគាត់កាន់នៅលើខ្នងរបស់គាត់បានហោះទៅរកការបាញ់ចេញរបស់ឧបករណ៍កាត់ទាំងពីរជាខ្សែពន្លឺយ៉ាងលឿនបន្ទាប់មកដាវខ្លីទាំងពីរត្រូវបានកាត់ជាពីរភ្លាមមុនពេលធ្លាក់ចុះពីលើមេឃជា4ផ្នែកបន្ទាប់មកដាវខ្លីពីរដើមនោះបានបន្តទៅមុខទៀតហាក់ដូចជាមិនមានអ្វីរារាំងដោយដាវខ្លីពីរដើមដែលពួកគេបានកាប់នោះទេបេះដូងរបស់យៀនលេងញ័រដោយការភ្ញាក់ផ្អើលនៅពេលដែលរាងកាយរបស់វាព្រើនៅនឹងកន្លែងដាវខ្លីមួយបានហោះកាត់ហើយរាងកាយរបស់ស្វាពណ៌មាសត្រូវបានកាត់ជាពីរភ្លាមប៉ុន្តែសំណល់របស់វាបានបាត់ទៅវិញយ៉ាងឆាប់រហ័សដោយបង្ហាញថារាងកាយនោះគ្រាន់តែជារូបភាពបន្ទាប់បន្សំប៉ុណ្ណោះបន្ទាប់មកពន្លឺពណ៌មាសបានភ្លឺឡើងចម្ងាយជាង100ហ្វីតហើយយៀនលេងបានលេចចេញពីខ្យល់ស្ដាំវិញទោះជាយ៉ាងណាក៏ដោយដរាបណាវាបង្ហាញខ្លួនភ្លាមឧទ្ធម្ភាគចក្រមួយទៀតបានហោះមករកវាយ៉ាងលឿនហើយពេលវេលាគឺត្រឹមត្រូវឥតខ្ចោះដែលយៀនលេងគ្មានឱកាសគេចខ្លួនឡើយដូច្នេះក្បាលរបស់វាត្រូវបានកាត់ផ្ដាច់ហើយរាងកាយគ្មានក្បាលរបស់វាបានរង្គើមុនពេលធ្លាក់ចុះពីលើមេឃទន្ទឹមនឹងនេះអាយ៉ងដែលពាក់អាវក្រោះពណ៌ក្រហមបានធ្វើកាយវិការចាប់ឧទ្ធម្ភាគចក្រពណ៌ប្រាក់នៅក្នុងដៃម្ខាងទៀតហើយដុំភ្លើងពណ៌បៃតងមួយបានលេចចេញមកដែលនៅក្នុងនោះមានស្វាពណ៌មាសខ្នាតតូចមួយក្បាលដែលមានទឹកមុខភ័យខ្លាចជាប់នៅលើមុខរបស់វាអាយ៉ងដែលពាក់អាវក្រោះពណ៌ក្រហមបានសើចយ៉ាងត្រជាក់នៅពេលដែលពន្លឺប្រាក់បានភ្លឺចេញពីផ្ទៃឧទ្ធម្ភាគចក្រហើយស្វាខ្នាតតូចបានស្រែកដោយការឈឺចាប់មុនពេលរលាយបាត់ទៅជាភាពទេនៅក្នុងអណ្ដាតភ្លើងពណ៌បៃតងលុះដល់ពេលនោះអាយ៉ងដែលពាក់អាវក្រោះពណ៌ក្រហមនោះក៏បែរភ្នែកទៅទីផ្សេងនៅទីនោះរូបរាងដែលស្លៀកពាក់ពណ៌ក្រហមឆ្អៅបានបញ្ចេញអាប់ឈាមយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលគ្រប់ដណ្ដប់ប្រហែល1ហិកតានៃផ្ទៃដីជុំវិញខ្លួនរបស់គាត់ស្នៀតបាញ់របស់ឧទ្ធម្ភាគចក្រទាំងពីរកំពុងហោះឡើងលើអាកាសដោយអាវុធដ៏សាហាវមួយគូប៉ុន្តែមនុស្សស្លៀកអាវក្រហមអាចគេចផុតពីវាបានរហូតមកដល់ពេលនេះទោះបីជាមានការលំបាកក៏ដោយពន្លឺពណ៌បៃតងបានភ្លឺឡើងក្នុងភ្នែករបស់អាយ៉ងហើយវាបានញ័រយ៉ាងត្រជាក់មុនពេលបោះឧទ្ធម្ភាគចក្ររបស់វាឡើងលើអាកាសភ្លាមពន្លឺប្រាក់ដ៏អស្ចារ្យបានផ្ទុះឡើងភ្លាមពីឧទ្ធម្ភាគចក្រខណៈដែលការបាញ់ឧទ្ធម្ភាគចក្ររាប់មិនអស់បានបាញ់ចេញទៅលើអាកាសហើយក្នុងឱកាសនេះសូម្បីតែតួអង្គដែលស្លៀកពាក់ពណ៌ក្រហមក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងដែរគាត់បានស្ទុះទៅរកផ្លូវពណ៌ខៀវដែលនៅក្បែរនោះភ្លាមដោយបានដឹងយ៉ាងច្បាស់ថាគូប្រកួតដែលកាន់ដាវនេះមិនមែនជាមនុស្សដែលគាត់អាចប្រឆាំងបានឡើយទោះជាយ៉ាងណាក៏ដោយមិនដឹងខ្លួនចំពោះរូបរាងដែលស្លៀកពាក់ពណ៌ក្រហមឆ្អៅនោះឧទ្ធម្ភាគចក្រនាគ5ទើបតែចាប់ផ្ដើមបង្ហាញចង្កូមរបស់វាឥឡូវនេះអាយ៉ងដែលពាក់អាវក្រោះពណ៌ក្រហមបានបង្កើតជាត្រាដៃហើយការបញ្ចេញរបស់ឧទ្ធម្ភាគចក្រទាំងអស់នៅលើអាកាសក៏បាត់ទៅវិញភ្លាមសម្លេងផ្គរលាន់ដ៏ខ្លាំងមួយបានផ្ទុះចេញពីឧទ្ធម្ភាគចក្រប្រាក់មុនពេលវាប្រែក្លាយទៅជារលក5ដែលមានពណ៌ខុសគ្នាពួកវាទាំងអស់បានវិលជុំវិញអាកាសមុនពេលប្រែក្លាយទៅជាដាវធំថ្លាចំនួន5រួចក៏បាត់ខ្លួននៅនឹងកន្លែងជាមួយគ្នានៅពេលបន្ទាប់ដាវធំទាំង5បានលេចចេញមកចំពីលើច្រកផ្លូវពណ៌ខៀវមុនពេលចុះមកក្រោមតម្រង់ទៅរកពួកអាប់ឈាមដែលទើបតែមកដល់ច្រកចូលផងដែរ